ចាជាដំបូងនាងខ្ញុំចៅលុនម៉ូលីកាពិតជាមានកិត្តិយសខ្លាំងណាស់ថ្ងៃនេះបានជាប់ធ្វើជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីហើយដែលឡែកវាគ្មិនជាច្រើនរូបមែនទែនចាមានមកពីគ្រប់វិស័យទាំងអស់ពិសេសពីខាងរដ្ឋាភិបាលក៏ដូចជាពីខាងសមាគមហើយក៏មានពីខាងតំណាង SME យើងផ្ទាល់ចាជា enterprise ដែលគាត់មានបទពិសោធន៍នាំចេញហើយMr. Ashley also representative of OCHAM in Cambodia as well ចាសូមសួរបងប្អូននៅទីនេះទាំងអស់មានប្រមាណភាគរយដែរដែលបាននាំចេញបងសូមជួយលើកដៃបន្តិចមកមានប្រមាណក្រុមហ៊ុនដែរដែលបានធ្វើការនាំចេញរួចហើយបងអូនៅទាំងអស់ហ្មងចាហើយអញ្ចឹងតើមានប្រមាណក្រុមហ៊ុនដែរដែលបាននាំចេញទៅអូស្ត្រាលីគឺមិនបាច់សួរហ្មងចាពីព្រោះដោយសារតែមុនហ្នឹងបានសួរហើយគឺអត់ទាន់បាននាំចេញទេហ្នឹងគឺជាមូលហេតុដែលមក study បន្ថែមចាខ្ញុំឃើញថាពេញមួយថ្ងៃហើយចាទាំងវាគ្មិនកិត្តិយសក៏ដូចជាបងប្អូនមក participate នៅក្នុងថ្ងៃនេះបានចំណាយពេលវេលាឡើងពេញមួយថ្ងៃមកដល់ស្មាននេះម៉ោង3ល្ងាចហើយក៏រៀងអស់កម្លាំងតិចដែរចាហើយដូចពីខាង organizer មុនពេលលាវកម្មវិធីមកឲ្យនាងខ្ញុំគាត់បញ្ជាក់ដែរថាយើងកម្មវិធីរៀងចុងក្រោយអញ្ចឹងមិនបាច់ professional ពេកទេដើម្បីកុំឲ្យទាំងខាងក្រោមគាត់ក៏រៀង pressure ដែរអញ្ចឹងណាអញ្ចឹងសូម relax តិចមកបងចាព្រោះមានអារម្មណ៍ថាសូមបីតាវាខមមិនយើងក៏មុខរៀងដូចមាំតមខ្លាំងសូម relax តិចណាបងណាចាហើយជាដំបូងនេះខ្ញុំគិតថាខ្ញុំអត់ចាំបាច់រៀបរាប់ពីកម្មវិធីហេតុអីបានជាយើងមាន agenda នេះកើតឡើងទេពីព្រោះតាំងពីព្រឹកមកនិយាយជាដដែលថាបងប្អូនបានដឹងហើយថាកម្មវិធីនេះបង្កើតឡើងដើម្បីអីចាហើយលោកជំទាវតារ៉ាកំរងក៏បានលើកតាំងពីចំនួននៃការនាំចេញរបស់យើងទៅកាន់ប្រទេសអូស្ត្រាលីដែលជាមូលហេតុយើងបង្កើតឲ្យមានជា version ទី2 2.0 ហ្នឹងគឺដើម្បីឲ្យមានការជំរុញទៅខាងប្រទេសទាំងពីរដែលយើងមាន agreement ជាមួយគ្នាហៅថា ASTA នេះចាហើយកម្មវិធីនេះផងដែរក៏ជាការរៀបចំពី OT4D ដែលគាត់ព្យាយាមធ្វើម៉េចដើម្បីឲ្យចាសហគ្រាសរបស់យើងនឹងអាចដឹងបន្ថែមទៀតថា agreement រវាង12ប្រទេសហ្នឹងយើងបានកែប្រែលើចំណុចណាដើម្បីសម្រួលឲ្យបងប្អូនកាន់តែប្រសើរឡើងនៅក្នុងការនាំចេញចាអញ្ចឹងជាដំបូងខ្ញុំគិតថាខាងពិធីករយើងគាត់បានជំរាបជូនពីឈ្មោះក៏ដូចជា position ហើយតែសូមបន្ថែមពីពេលនេះទៅគឺប្រហែលជាសូម yes Mr. Ashley could you please introduction yourself as well as your organization please Good afternoon. My name is Ashley Irving. I'm currently the president of the Australian Chamber of Commerce in Cambodia. Previously, I was the president of the ASEAN Australian Chamber of Commerce based out of Singapore. I've also been on the board of the International Business Chamber and the American Chamber of Commerce here in Phnom Penh. I'm also the long-term principal of the English Language School, ACE. Okay, thank you very much. So, Mr. Bon Sambat ចាអូខេអញ្ចឹងខ្ញុំសង្ឃឹមថានៅក្នុងវេទិកានេះបងប្អូនទាំងអស់គ្នាស្គាល់ពួកគាត់ច្បាស់ហើយអត់ចាំបាច់ការណែនាំបន្ថែមទៀតទេដើម្បីកុំឲ្យខាតពេលវេលាបងប្អូនដែលរងចាំស្ដាប់ក៏ដូចជារងចាំសំណួរខ្ញុំឮថាមុនហ្នឹងពីខាងក្រៅមកដូចជាមានសំណួរ 2-3 សំណួរដែលអត់បានឆ្លើយហើយរងចាំដល់វេទិកានេះនឹងត្រូវឆ្លើយបន្តត្រូវដែរទេបងប្អូននៅចូលរួមមួយពួកខ្ញុំអត់បងអូខេចាជួយបញ្ញាអារម្មណ៍ព្រោះអីមើលទៅដូចជាឡាត់ឡាយចាអធិស្ឋានផងព្រោះដោយសារតែពីខាងពិធីករគាត់ថាជួយសម្រួលបងផងកុំឲ្យហត់ពេកចាអញ្ចឹងសំណួរទី1ខ្ញុំឃើញថាខ្ញុំសូមចាប់ផ្ដើមទៅមុនតែបន្តិចទេចាហើយបន្ទាប់មកនឹង give the floor បងសួរបន្ថែមតែម្ដងដើម្បីកុំឲ្យបងអង្គុយរងចាំដល់ពេលនេះហើយអត់មានឱកាសក្នុងការសួរចាអញ្ចឹងតាក់ទងជាមួយនឹងក្នុងកម្មវិធីនេះផងដែរខាងបងចាបណ្ឌិតគាត់
បានជំរាបជូនច្រើនតាមមកហើយខ្ញុំគិតថាពីខាងវិស័យរដ្ឋាភិបាលអាចនឹងចូលរួមតាមក្រោយបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ផ្ទាល់ទៅបន្ថែមទៀតចាហើយប្រហែលជាអ្នកដែលចង់ឮមុនគេនោះប្រហែលជាអាចពីខាងសហគ្រាសលីលីចាដែលជាពិសេសដោយសារបងជាអ្នកនៅក្នុងវិស័យនាំចេញហ្នឹងរយៈពេលយូរមកហើយចាហើយក៏បានជោគជ័យច្រើនប្រទេសដែរហើយពិសេសដូចជាខាងអូស្ត្រាលីញូហ្សេឡង់ក៏បងបាននាំចេញទៅរួចរាល់ហើយដែរត្រូវដែរទេបងបន្តបានបងចាអាចជួយ share ជា experience ដែលបងបាននាំចេញទៅហើយអ្វីដែលជាចំណុច challenge ពីដំបូងមកក៏ដូចជាបច្ចុប្បន្នភាពនេះតើបងបានជោគជ័យដល់កម្រិតណានៅក្នុងការនាំចេញទៅខាងប្រទេសទាំងពីរនេះហើយបងចាបាទសូមអរគុណបងចំពោះការនាំចេញទៅអូស្ត្រាលីនេះបើនិយាយទៅគឺយើងក្រុមហ៊ុន Lily ធ្លាប់នាំចេញកាលពីឆ្នាំ2000ជាងម្ដងបន្ទាប់មកក៏យើងដោយសារតែមានបញ្ហា connection លើការផ្លាស់ប្ដូរក៏យើងផ្អាកប៉ុន្តែក្រោយមកនៅក្នុងឆ្នាំ2018គឺយើងបានសហការជាមួយក្រុមហ៊ុនជប៉ុនមួយគឺកាមេរ៉ាសៃកាគឺយើងបានបើកជា joint venture company មួយដែលឈ្មោះថា Lily Camera ដែលយើង focus ទៅលើការ export ដែលក្រុមហ៊ុននេះគឺយើងធ្វើការចាប់ដៃគូផលិតជា brand OEM សម្រាប់ក្រុមហ៊ុន Pepsi អូស្ត្រាលីតែម្ដងដែលគាត់ជាអ្នកចែកចាយធំនៅអូស្ត្រាលីនិងញូហ្សេឡង់មកដល់បច្ចុប្បន្ននេះគឺបងបានប្រើប្រាស់នៅប្រព័ន្ធរបស់យើងនៅក្នុង Asta នៅក្នុងការដែលបងនាំចេញឬក៏យ៉ាងម៉េចដែរបងចា៎បាទចំពោះខាងក្រុមហ៊ុនយើងខ្ញុំគឺបានប្រើប្រាស់នៅ CO សម្រាប់ការ process clear ពន្ធគយហើយម្យ៉ាងទៀតមុនដែលយើងអាចឈានដល់ការផលិតនេះគឺយើងមានការ recommend ពីខាង buyer ជាច្រើនចំណុចទាក់ទងជាមួយនឹង standard បច្ចុប្បន្ននៅក្រុមហ៊ុន Lily Camera គឺយើងអនុវត្ត standard 3 ធំគឺទាក់ទងជាមួយ HACCP ISO 22000ហើយនិង BRC ហើយបន្ថែមពីនោះក៏យើងនៅមានការ audit ពីខាង AIB អន្តរជាតិមួយទៀតដែរដែលជា requirement មួយសម្រាប់លើការផលិតសម្រាប់ការនាំចេញនេះដែរអរគុណមែនទែនបងចាសម្រាប់ការឆ្លើយតបយ៉ាងក្បោះក្បាយបន្ថែមលើនេះទៀតនាងខ្ញុំក៏សូមសួរទៅខាងបង Policy ពីព្រោះដោយសារតែខាងបងគឺជាអ្នកតំណាងមួយដែលជួយសម្រួលមកដល់ SME នៅក្នុងស្រុកខ្មែរយើងនៅក្នុងការនាំចេញចាទៅកាន់ប្រទេសនានាក៏ដូចជាអូស្ត្រាលីផងដែរដូច្នេះតើអ្វីដែលជាចំណុចបងមើលឃើញថានៅក្នុងប្រទេសរបស់យើងនេះអាចមានការរីកចម្រើនបានទៅខាង SME ដែលអាចជួយជំរុញក្នុងការនាំចេញនេះបានហើយពីខាងបងផ្ទាល់តើបងមានធ្វើនៅកម្មវិធីណាមួយឬក៏ជា system ណាមួយនៅក្នុងការ support គាត់ដូចផងដែរបងចា៎សូមអរគុណសម្រាប់ខ្ញុំដោយសារតែ Polycell ជារួមទៅគឺផ្ដោតសំខាន់ទៅលើផលិតផលកសិកម្មហើយយើងចាប់ផ្ដើមពីវិស័យវារីវប្បកម្មទៅគឺវិស័យកែច្នៃដោយសារតែយើងមានការសហការច្រើនជាមួយនឹងសិប្បកម្មដែលគាត់ផលិតត្រីងៀតអញ្ចឹងគឺប្រភេទត្រីយើងសង្កេតឃើញថាតាំងពីAsta ចូលជាធរមានមកការនាំចេញទៅអូស្ត្រាលីមាន opportunity ច្រើនដោយសារយើងអាចប្រកួតប្រជែងជាមួយតម្លៃរបស់វិស័យវារីវប្បកម្មនៅលើទីផ្សារអូស្ត្រាលីបានអញ្ចឹងសម្រាប់ខ្ញុំគិតថា Asta វាជួយយើងឲ្យយើងមានឱកាសក្នុងការនាំ productកសិកម្មរបស់កម្ពុជាទៅលើធ្នើររបស់ទីផ្សារផ្សេងៗនៅអូស្ត្រាលីបានដោយសារប៉ុន្តែអ្វីដែលជា challenge គឺយើងត្រូវដឹងថាតើនីតិវិធីនីមួយៗនេះយើងត្រូវដើររបៀបម៉េចអញ្ចឹងហើយបានជាខ្ញុំអាច share កន្លងមកពីរបៀបដែលយើងធ្វើការជាក្រុមសិនដើម្បីឲ្យយើងអាចសម្រេចគោលដៅរួមមួយបានព្រោះអី SME ក៏ដូចជាសិប្បកម្មនៅក្នុងស្រុកបច្ចុប្បន្ននេះគឺគាត់អត់ទាន់អាចមានលទ្ធភាពគ្រប់គ្រាន់ឬក៏ធំទូលាយក្នុងការធ្វើ product មួយនាំចេញ direct បានទេដូច្នេះហើយវាទាមទារឲ្យយើងធ្វើការជាក្រុមធ្វើការជារួមគ្នាអញ្ចឹងហើយជាអ្វីដែលដែលពួកខ្ញុំបាន share ចែករំលែកជាបទពិសោធន៍ហ្នឹងដើម្បីថានៅពេលដែលយើងធ្វើការរួមគ្នាហើយយើងមាន Asta មួយដើម្បីជួយក្នុងការសមត្ថភាពប្រកួតប្រជែងនៅអូស្ត្រាលីយើងអាចនាំ product កសិកម្មយើងទៅដល់ទីផ្សារអូស្ត្រាលីបានបាទបងសម្រាប់ការឆ្លើយតបបងហើយទន្ទឹមនឹងនេះផងដែរនាងខ្ញុំក៏ចង់បន្ថែមសំណួរជូនបងមួយសំណួរទៀតតាក់ទងជាមួយនឹង digital វិញចាមុននេះខ្ញុំជាមួយនឹងខាងបងអុកញ៉ាគួចផេងក៏បានពិភាក្សាគ្នារឿងតាក់ទងជាមួយនឹង e-commerce នៅក្នុងស្រុកខ្មែរយើងអានេះសូមប្រាប់ប្រធានបទមកបន្តិចសង្ឃឹមថាបងដោយសារចង់ផ្សារភ្ជាប់ទៅវិញថា
តើនៅក្នុងការជួយ support មកលើ SME យើងដូចគ្នានេះដែលបងថាយើងត្រូវការធ្វើការងារជារួមមួយតើបងនឹងត្រូវធ្វើជា platform ណាមួយដើម្បីដាក់បញ្ចូលគាត់បញ្ចូលគ្នាដើម្បីងាយស្រួលនៅក្នុងការដែលយើង leverage នៅរាល់ source ឬក៏ everything ដែលបងអាចជួយ support គាត់បានអញ្ចឹងណាបងនៅក្នុងគម្រោងរបស់ខាងក្រុមហ៊ុនបងបច្ចុប្បន្ននេះតើបងនឹងត្រូវផលិតជា digital platform ណាមួយដើម្បីជួយគាត់ដែរឬទេហើយដោយសារ version 2 ចុចបើតាមតែស្ដាប់តាំងពីព្រឹកមកនោះក៏យើងចង់ឲ្យ SME យើងគាត់ log in ចូលទៅក្នុង system automatically តែម្ដងអត់ចាំបាច់ process នៅលើ document ទេដើម្បី save time នៅលើ paperwork ដូចគ្នាអញ្ចឹងតើតម្លៃពីខាងបងវិញតើការ adapt ទៅលើ digital របស់បងដែលសម្រួលទៅដល់ខាងពួកគាត់នេះបងបានធ្វើឬក៏ចាប់ផ្ដើមហើយឬនៅបងចាសម្រាប់ខាងពួកខ្ញុំផ្ទាល់ជាទូទៅដោយសារយើងដើរតួនាទីជា trade facilitator អញ្ចឹង AI ឬក៏ technology រាល់ថ្ងៃវាលឿនហើយមានសហគ្រាសឬក៏ key player ច្រើនចូលរួមអញ្ចឹងសម្រាប់ខ្ញុំជា trade facilitator ពួកខ្ញុំអត់ទាន់មានជា platform មួយដើម្បីដាក់បញ្ចូលគ្នាទេក៏ប៉ុន្តែយើងបើសិនជាមាន platform ដែលយើងអាចទាញយកព័ត៌មានទាំងបានខ្ញុំជឿថាសមត្ថភាពគួតប្រជែងនៅខាងក្រៅវាលឿនហើយរហ័សជាងនឹងអញ្ចឹងពួកខ្ញុំទៅជាអ្នកដែលត្រូវប្រើ platform នឹងទៅវិញដើម្បីបញ្ជូនព័ត៌មាននឹងទៅដល់ buyer បាទអរគុណបងអញ្ចឹងយើង link ពីសំណួរដែលតាក់ទងជាមួយនឹង platform ដើម្បីជួយសម្រួលបានដូច្នេះងាកទៅដល់បងស្រីដ៏ស្រស់ស្អាតរបស់យើងនៅចំកណ្ដាលចាគឺជា Senior ASEAN EU ចាទៅលើការជួយទៅលើរឿង trade អញ្ចឹងឥឡូវបងបានស្ដាប់នៅលើចំណុចហ្នឹងទាំងអស់គ្នាហើយបងក៏បានចូលរួមតាំងពីព្រឹកមកដូចគ្នាអញ្ចឹងសម្រាប់នៅក្នុងគម្រោងរបស់ខាង GIZ បងបច្ចុប្បន្ននេះនៅការជួយខ្ញុំធ្លាប់បានទទួលព័ត៌មានមកថាយើងបាន launching cảខ្មែរ SME ខ្ញុំក៏ជាវាគ្មិនមួយដែរយ៉ាងថ្ងៃ launching អញ្ចឹងរបស់ Misty គាត់បានធ្វើមួយនៅ platform ខ្មែរ SME ដើម្បីដាក់បញ្ចូលទៅក្នុង website នៃផលិតផលដោយឡែកតើនៅក្នុង platform ហ្នឹងបងមានជំរុញទៅលើការនាំចេញដែរឬទេហើយអ្វីដែលសំខាន់តើក្នុងនាមបងដែល working ទៅ ASEAN ហើយនិង EU តើបងចង់ជំរុញនៅសហប្រតិបត្តិការបែបណានៅក្នុងកិច្ចព្រមព្រៀងនេះនៅលើយើងអាសតានេះតើមាន connection រវាងពី EU រហូតដល់អាសតានេះយើងអាចផ្សារភ្ជាប់នៅកន្លែងណាបានជាមួយគ្នាបងចាអរគុណបងសំណួរហើយនេះខ្ញុំសូមជម្រាបសួរដល់អ្នកចូលទាំងអស់ម្ដងទៀតខ្ញុំឈ្មោះតារ៉ែនខ្ញុំមកពីខាងទីភ្នាក់ងារអនុវត្ត GIZ ដែល GIZ កំពុងតែធ្វើការងារនៅក្នុងប្រទេសកម្ពុជាយ៉ាងជិតស្និទ្ធជាមួយនឹងខាងរដ្ឋាភិបាលដែលមានដៃគូផ្សេងៗនៅតាមក្រសួងដូចជាក្រសួងពាណិជ្ជកម្មក្រសួងឧស្សាហកម្មហើយនិងក្រសួងបរិស្ថានទៅលើ different topic អញ្ចឹងខាងខ្ញុំធ្វើការលើគម្រោង regional ថ្នាក់តំបន់អញ្ចឹងសម្រាប់គម្រោងរបស់ខ្ញុំគឺបានជួយគ្រប់គ្រងទៅដល់ SME ខ្ញុំជឿថា SME មួយចំនួននៅក្នុងបន្ទប់នេះបានស្គាល់ពីគម្រោងរបស់ខ្ញុំហើយក៏ដូចជាបានធ្លាប់ធ្វើការហើយក៏ទទួលបានការគ្រប់គ្រងពីខាង GIZ ច្រើនដែរអញ្ចឹងគម្រោងរបស់ខ្ញុំយើង focus ទៅលើថាតើយើងអាចជួយ support SME នៅក្នុងថ្នាក់តំបន់ហ្នឹងឲ្យគាត់ទទួលបានព័ត៌មានឲ្យគាត់អាច access to new network to new market មិនថាក្នុងអាស៊ាន EU ហើយឥឡូវយើងបន្ថែមទៀតទៅដល់ទីផ្សារអូស្ត្រាលីហើយនិងញូហ្សេឡង់ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្ពស់នៅក្នុងការជួយ upgrade ជួយ revise this agreement អញ្ចឹងវាជួយសម្របសម្រួលឲ្យ SME យើងកាន់តែប្រសើរទៀតនៅក្នុងការធ្វើម៉េចអាចឈានទៅទីផ្សារអូស្ត្រាលីហើយនិងញូហ្សេឡង់ដោយ moderator យើងបានលើកឡើងថាគម្រោងបានធ្វើការជាមួយនឹងក្រសួងឧស្សាហកម្មបង្កើតជា platform មួយជា digital platform ដែលយើង focus ទៅលើ access to information អញ្ចឹងនៅក្នុង platform របស់ខ្មែរ SME ហ្នឹងបងប្អូនទាំងអស់គ្នាជាពិសេសម្ចាស់អាជីវកម្មអាចស្វែងរកព័ត៌មានដែលតាក់ទងទៅនឹងការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាហើយក៏ដូចជាក្នុងថ្នាក់តំបន់អាស៊ានបងប្អូនអាច register ជា service provider បើបងប្អូនជា service provider នៅក្នុងហ្នឹងហើយបងប្អូនអាច access ទៅដល់ event and training អញ្ចឹងសួរថាតើហេតុអីបានត្រូវ register ឬក៏ចូលរួមប្រើប្រាស់ platform ហ្នឹងសម្រាប់ខ្ញុំផ្ទាល់មិនតំណាង GIZ ទេប៉ុន្តែខ្ញុំព្រោះខ្ញុំក៏មានដៃគូខ្ញុំធ្វើជា business ដែរអញ្ចឹង key ដែល success សម្រាប់ business របស់ខ្ញុំគឺដំបូងខ្ញុំគិតថា access to the right information is a key អញ្ចឹងបើសិនជាបងប្អូនចង់ access ទៅទីផ្សារណាអញ្ចឹងត្រូវរកថាទីផ្សារហ្នឹងត្រូវការអីខ្លះព័ត៌មានទីផ្សារហ្នឹងមានអីខ្លះ You need to build new network strengthen your collaboration with everyone
ហើយមិនថាបងប្អូនអាចទទួលបានព័ត៌មានតាមរយៈ online platform ការចូលរួមផ្ទាល់របស់បងប្អូននៅក្នុង event នេះបងប្អូនបានជួបដៃគូអាជីវកម្មថ្មីហើយ at least ក៏បងប្អូនបាននិយាយមួយខ្ញុំដែរអញ្ចឹងគិតថាបងប្អូនទទួលបានព័ត៌មានថ្មីដែលបងប្អូនអាចទទួលទាញអត្ថប្រយោជន៍ពី GIZ ក៏ដូចជាម្ចាស់អាជីវកម្មថ្មីដើម្បីពង្រឹងអាជីវកម្មរបស់បងប្អូនដែលឡែកបន្ទាប់ពីហ្នឹងយើងមាន ASEAN Access ជា regional platform ដែលគ្រប់គ្រងដោយ ASEAN Member State ហើយមាន function ស្ទៀងគ្នាបងប្អូនអាចទទួលបានព័ត៌មាននៅក្នុង platform នេះបងប្អូនអាច connect new network អាច access to new market នៅក្នុងហ្នឹងយើងមាន service provider ដែលបងប្អូនអាច register free បងប្អូននឹង list នៅក្នុង platform ហ្នឹងខ្ញុំលើកឧទាហរណ៍ថា access to EU ឬក៏ Australia market អញ្ចឹងនៅពេលធម្មតាទេគេជា investor គេចង់ invest នៅក្នុងប្រទេសណាមួយគឺគេតែងតែស្វែងរក information ហ្នឹងថាតើគាត់អាចរកស៊ីទៅលើមុខរបរអីបាននៅក្នុងប្រទេសកម្ពុជាតែនរណាគេជា right business partner នៅក្នុងប្រទេសកម្ពុជាទាំងគេទាំងខ្ញុំគឺខ្ញុំ search គ្រប់ព័ត៌មាន search តាមមនុស្សដែលខ្ញុំស្គាល់ search តាមព័ត៌មានដែល available platform ដែល available អញ្ចឹងគេនឹងអាចស្វែងរកបងប្អូនបានតាមរយៈ platform ទាំងពីរខ្មែរ SME និង ASEAN Access បងប្អូនវាយទៅក្នុង Google នឹងចេញមកនៅលើហ្នឹងហើយបើសិនជាមានព័ត៌មានបន្ថែមអាចសួរតាក់ទងមកខ្ញុំផ្ទាល់បានហើយខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំចែករំលែកនេះបងប្អូនទទួលបានហើយយកវាទៅប្រើប្រាស់ពិតប្រាកដបងប្អូននឹងទទួលបានអត្ថប្រយោជន៍ពិតប្រាកដខ្ញុំជឿជាក់ថា SME នៅក្នុងហ្នឹងគាត់ទទួលបានអត្ថប្រយោជន៍ពី platform ហ្នឹងហើយបើសិនជាយើងខ្លួនឯងជា business មិនចាប់ផ្ដើមប្រើប្រាស់វាទេអត់មានអ្នកណាគេប្រើប្រាស់ទេអញ្ចឹងខ្ញុំសូមអរគុណ ចាអរគុណបរិរ៉ែនមែនទែនដែលបងឆ្លើយបានយ៉ាងក្បោះក្បាយដើម្បីកុំឲ្យស្ងាត់ពេកនាងខ្ញុំសូមសួរបន្តិចថានៅក្នុងបន្ទប់នេះមានអ្នកណាខ្លះដែលបាន register នៅក្នុងខ្មែរ SME ខ្លះសូមមេត្តាលើកដៃ 1 2អូបាន2 3នាក់ដែរតាសិស្សបងប្អូនស្ត្រីភាគច្រើនបងប្រុសមួយដែរចូលមានអ្នកណាគេដែលធ្លាប់ឮពី ASEAN Access ហើយនៅដូចគ្នាអូអញ្ចឹងថ្ងៃនេះខ្ញុំរកឃើញចំណុចមានអត្ថប្រយោជន៍មួយហើយខ្លាំងមែនទែនយ៉ាងហោចណាស់នៅក្នុងថ្ងៃនេះបងប្អូនអាចត្រឡប់ទៅវិញហើយអញ្ជើញចូលទៅក្នុង website ដែលវាយពាក្យថា ASEAN Access ចាបងប្អូននឹងអាចរកឃើញព័ត៌មានមួយចំនួនធំតាក់ទងជាមួយនឹងក្រុមហ៊ុនដែលបាន register នៅក្នុងប្រទេសយើងក៏ដូចជា10ប្រទេសរបស់ ASEAN ពីព្រោះ platform មួយនេះគឺជា platform របស់ ASEAN 10ប្រទេសយើងតែម្ដងហើយសម្រាប់ខ្មែរ SME គឺជា platform សម្រាប់នៅក្នុងស្រុកយើងអញ្ចឹងសង្ឃឹមថាបងប្អូននៅពេលដែលយើងខំបង្កើតមកហើយព្យាយាមជួយរកinformation access to market សម្រាប់ជូនបងប្អូននឹងអាចចូលរួមប្រើទោះបីជាមិនទាន់ smooth ឬក៏អាចមានបញ្ហាតែនៅពេលណាដែលយើងប្រើទាំងអស់គ្នាទើបយើងអាចមាន version បន្ទាប់បានចាយើងអាច upgrade បានទាំងអស់គ្នាលុះត្រាតែបងប្អូនចូលរួមទាំងអស់គ្នាដែរអូខេso ដោយសារ question បន្តខ្ញុំចង់សួរទៅខាងលោក Ashley តែម្ដងដែល link ទៅខាងបង so I would like to ask a question to you because you are the representative of the OSCHAM yes in Cambodia so first that Miss Daran she talking about the platform from Cambodia side as ASEAN Access as well as Khmer SME so in terms of the Australian side for your platform or ordinary dictionary of the investment dictionary somehow that can link between the both platform or can link for all the share the information of both sides do you think that which one that you recommend or you have inside your plan of your commerce that supportive of the digital life as well as the information sharing between our Cambodia side and Australian side because you are working in Cambodia so that's why the information that to be matching between both sides is very important for both sides like you are the cooperator one yes so could you please share your idea yes The idea of business matching is one which is becoming more and more popular, particularly in the current situation where we see a lot of uncertainty in markets around the world. The challenge from my perspective as an Australian businessman is that I simply don't know what's available. And Australia has been quite weak in seeking out organised platforms to access information in Southeast Asia. I personally think that Cambodia is a very well kept secret to most Australian businesses. We're really not aware of the opportunities that are here.
And it's not necessarily blaming Cambodia for not promoting. Australia doesn't have an Austrade office in country, so the nearest trade representative is based in Hanoi. New Zealand doesn't have an embassy in Cambodia. They're based out of Bangkok with their trade envoys there. So we haven't done very well at matching businesses to industry. We're seeing a very small increase in recent times in terms of groups coming to look for business opportunities, but it's only very, very early days from both groups. There is interest, but it's a cautious interest because people just don't know what's available. So the desire for a common platform, similar to the ASEAN Cambodian platform, is something I very much applaud, but I don't know if Australia has actually thought about it to that degree in terms of accessing businesses in Southeast Asia. They're still very much focused collectively on the larger markets such as Singapore, Vietnam, Malaysia, for example. Okay, thank you for your information as well. Okay, សង្ឃឹមថាមិញបងប្អូនអាចយល់បានអ្វីដែលខាង Mr. Ashley គាត់ជំរាបជូនចាបច្ចុប្បន្ននេះបើតាមយើងមានគឺអត់មានស្ថានទូតរបស់ New Zealand នៅក្នុងស្រុកខ្មែរយើងនៅឡើយទេចានៅមានស្ថានទូតអូស្ត្រាលីហើយអញ្ចឹងនៅលើការទូតក៏យើងត្រូវការធ្វើការងារបន្ថែមចាហើយពិសេសគឺពីខាងក្រសួងពាណិជ្ជកម្មយើងនឹងចូលរួមជួយជាមួយនឹងខាង Ministry of Affairs ចាទៅលើព័ត៌មាន detail មួយចំនួនទៀតដែរនៅក្នុងការ business matching ត្រូវដែរទេបងចាអូខេដោយសារតែយើងចង់បានសំណួរភាគច្រើនតាក់ទងជាមួយនឹងវាគ្មិនដែលចូលរួមនៅក្នុងកម្មវិធីជាងខ្ញុំគិតថាបងឯអ្នកនៅកណ្ដាលសុំnext step តើបានទេបងចា I want to give the floor to the audience first អូខេអញ្ចឹងបច្ចុប្បន្ននេះមានបងដែលមានសំណួរក្នុងចិត្តបន្ទាប់ពីស្ដាប់ audience យើងចំនួន4រូបមកហើយចាតើបងមានសំណួរណានៅក្នុងចិត្តដែលចង់សួរ specific ទៅ audience យើងទាំង4នាក់ដែលបាន represent មុនហ្នឹងឬក៏បងមាន key speaker នៅក្នុងចិត្តថាចាំសួរ direct ដោយបងភេងឯជាដើមអញ្ចឹងណានេះជាឱកាសល្អឲ្យបងអាចសួរបានហើយបងចាសូមអញ្ជើញបងដែលមានសំណួរនៅក្នុងចិត្តចាអាចចែកម្លែងបានidol នៅកណ្ដាលក៏ប្រាប់មកវិញថាអត់មានសំណួរបងភេងសុំសួរយើងទាំងអស់គ្នាវិញចាសូមអញ្ជើញបងបាទខ្ញុំគិតថាគ្នាយើងប្រហែលជារៀងល្វើយតិចកម្មវិធីអស់មួយថ្ងៃហើយដល់អញ្ចឹងអត់មានសំណួរមានខ្ញុំសួរវិញអញ្ចឹងជាសំណួរទៅ audience យើងចង់សួរថាក្នុងកម្មវិធីក្នុងតាំងពីព្រឹកមកទល់ឥឡូវនេះអាចសបបានអីខ្លះហើយសំណួរទី1តើយើងយល់អ្វីដែលជា AANZ FTA នឹងនៅសំណួរទី2មានអ្នកណាបានធ្លាប់អាន AANZ FTA នឹងនៅខ្ញុំមាន2សំណួរហ្នឹងមានណាអាចឆ្លើយបានទេបងចូលរួមបន្តិចមកកុំឲ្យវាគ្មិននៅខាងលើនៅតែ8 9អ្នកគ្នាខ្ញុំមកបងសវត្ថថាជួយគាត់មាននៅខាងក្រោយគាត់មានអ្នកចង់ឆ្លើយវាសួរបងវាសួរវាគ្មិនទាំងអស់ហើយអស់លោកលោកស្រីទាំងអស់បាទខ្ញុំបាទឈ្មោះសៅហុកបាទជាអនុប្រធានសភាពាណិជ្ជកម្មខេត្តផ្សេងនោះហើយរីករាយដែលបានចូលរួមឆ្លើយសំណួរ AANZ FTA បាទតកតងនឹងពាក្យហ្នឹងគឺមកពីពាក្យASEAN Australia New Zealand Free Trade Agreement បាទខ្ញុំសូមបន្ថែមពីអត្ថប្រយោជន៍នៃគម្រោងហ្នឹងគឺកាត់បន្ថយពន្ធនាំចេញនិងនាំចូលនិងបន្ថែមសេវាកម្មធ្វើឲ្យប្រសើរជាងមុននៃការធ្វើពាណិជ្ជកម្មរវាងប្រទេសក្នុងកិច្ចព្រមព្រៀងហ្នឹងបាទហើយបងសុំសំណួរទី2មួយទៀតបានហើយបងស្ដាប់អត់ទាន់ទេបាទសំណួរទី2ហ្នឹងគឺខាងគ្នាយើងហ្នឹងមានអ្នកណាបានអានអំពី agreement ហ្នឹងនៅក្នុង agreement មានប្រហែល chapter មានប្រហែលទំព័រនិយាយពីអីខ្លះសម្រាប់ខ្ញុំតែអានបានខ្លះទេបងបាទគាត់ថាអាចសង្ខេបបានតាក់ទងជាមួយផែនការអាជីវកម្មនឹងខ្លះ
តកតងនឹងការទាញផលប្រយោជន៍ពី AA NZFTA ហ្នឹងគឺដើម្បីពង្រីកការនាំចេញទំនិញកសិកម្មអាហារដើម្បីទៅអូស្ត្រាលីនិងញូហ្សេឡង់សម្រាប់ផលិតផលកម្ពុជាយើងបាទអាហ្នឹងគឺសំខាន់គោលបាទ បាទអរគុណច្រើន អរគុណ very good សូមផ្ទះដៃជូនគាត់មួយបាទមានបងនៅតុទី1ចង់ឆ្លើយបន្ថែមសូមអញ្ជើញមកខ្ញុំសូមកាន់ក្បាលមីក្រូវិញខ្ញុំអ្នក បាទជំរាបសួរខ្ញុំបាទឈ្មោះប៉ែនពូលីជាម្ចាស់សហគ្រាសពេញហាត់ដីប៉ែនហើយខ្ញុំក៏ជាអ្នកផលិតនៃផលិតផលកែច្នៃពីកសិកម្មផងដែរថ្ងៃនេះខ្ញុំចង់ឆ្លើយនឹងសំណួរលោកអុកញ៉ាសំណួរទី1ដែលថាថ្ងៃនេះខ្ញុំមកចូលរួមតាំងពីព្រឹកដល់នេះតើខ្ញុំទទួលបានអត្ថប្រយោជន៍អ្វីបាទតាំងពីព្រឹកមកដល់ថ្ងៃនេះអត្ថប្រយោជន៍ដែលខ្ញុំទទួលបានគឺអស្ចារ្យសម្រាប់ខ្ញុំក្នុងនាមខ្ញុំអ្នកផលិតគឺខ្ញុំត្រូវបានស្វែងយល់អំពីដែលគេថាកថាកតបកិច្ចក៏ថាបានដែរព្រោះថាយើងធ្វើម៉េចដើម្បីឲ្យតំណែងយើងនាំទៅបានហើយទទួលបាននៅអត្រាពន្ធ0អញ្ចឹងមិនមែនយើងធ្វើភ្លាមបានភ្លាមទេអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំមកស្វែងយល់ខ្ញុំមិនទាន់បាននាំចេញខ្ញុំស្វែងយល់ដើម្បីបំពេញបើសិនជាខ្ញុំមានបំណងថាខ្ញុំនាំផលិតផលចេញខ្ញុំនឹងរៀបចំខ្លួនឲ្យសមស្របទៅនឹងលក្ខខណ្ឌដែលអាស៊ានអូស្ត្រាលីហើយនិងនូវែលសេឡង់គាត់ទទួលយកបាទអរគុណបាទអរគុណច្រើនបងនៅក្នុងអាស៊ានអូស្ត្រាលី Free Trade Agreement ហ្នឹងសម្រាប់ amendment ចុងក្រោយរបស់យើងបើខ្ញុំឆ្លើយខុសបងជួយបន្ថែមនៅក្នុង agreement យើងមាន1027ទំព័រច្រើនមែនតើខ្ញុំជឿថាបើ SME យើងឲ្យទៅ read មិនងាយប៉ុន្តែយើងអាចធ្វើ recap ថាយើងចង់បានអីនៅក្នុង agreement ហ្នឹងយើងគួរត្រៀមធ្វើម៉េចនៅក្នុង agreement ហ្នឹង chapter 2និយាយពីរឿង trade in goods trade in goods ហ្នឹងនៅក្នុង chapter 2ហ្នឹងគឺបែងចែកជា3ជំពូកហើយនៅក្នុង3ជំពូកហ្នឹងមាន20 article ខ្ញុំជឿថាចំណាយពេលប្រហែលជាបើអានយឺតកន្លះម៉ោងអីចុះដើម្បីយើងអានផងយើង digest information ហ្នឹងផងហេតុអីយើងត្រូវអានដើម្បីឲ្យយើង understand ថាតើនៅក្នុង ASEAN Australia New Zealand Free Trade Agreement ហ្នឹងមានអត្ថន័យយ៉ាងណាផ្ដល់អត្ថប្រយោជន៍អ្វីខ្លះតើយើងគួរត្រៀមខ្លួនបែបណាដើម្បីធ្វើការនាំចេញហើយកុំភ្លេចថាយើង focus ទៅលើការនាំចេញតែមួយមុខប៉ុន្តែខ្ញុំជឿថានៅក្នុង room របស់យើងហ្នឹងប្រហែលជាមានអ្នកនាំចេញច្រើនជាងអ្នកនាំចូល To be fair នៅក្នុង ASEAN Australian Free Trade Agreement man just only one way is both way ដល់អញ្ចឹងទាំង import ទាំង export to be fair យើងត្រូវសិក្សាមើលដែរថាតើនៅក្នុងកថាខណ្ឌណាដែលវាផ្ដល់អត្ថប្រយោជន៍ដល់ជាអ្នកយើងជាអ្នករស់ស៊ីយើងនាំចូលពីអូស្ត្រាលីពី New Zealand ហ្នឹងដើម្បីធ្វើម៉េចឲ្យអា trade balance ហ្នឹងវាបានល្អជាងមុនទី2យើងមើលថាតើនៅក្នុង tariff របស់យើងហ្នឹងមាន item code ណាដែលវា free duty នៅក្នុងការនាំចូលឬក៏ក្នុងការនាំចេញចូលទៅអូស្ត្រាលីឬក៏ New Zealand មិនមែនគ្រប់ item ទាំងអស់ទេដោយសារវាមាន item ខ្លះគឺជាប់អាយ៉ាត់មាន item ខ្លះនៅក្នុង special tax ដែលយើងត្រូវសិក្សាឲ្យបានស៊ីជម្រៅដើម្បីយើងធ្វើការនាំចេញទី2តកតងនឹងរឿង documentation ខ្ញុំជឿថាគ្នាយើងនៅក្នុងនេះបានដឹងច្រើនណាស់តាំងពីព្រឹកមកទល់ឥឡូវតាំងពីរឿង apply CO របៀបម៉េចតាំងពីរឿង custom clearance trade facilitation យ៉ាងណាអ្វីដែលខ្ញុំចង់ឲ្យគ្នាយើង focus គឺធ្វើម៉េចត្រូវចេះធ្វើការរួមគ្នា consolidate ដូចខាងបងដែលគាត់បានធ្វើរឿង facilitate រឿងការនាំចេញអញ្ចឹងជោគជ័យក្នុងការនាំចេញធ្វើម៉េចត្រូវចេះធ្វើការរួមគ្នាបើយើងអត់ចេះធ្វើការរួមគ្នាទេអត់មានទំនុកចិត្តនឹងគ្នាទេអាហ្នឹងគឺយើងអត់អាចជោគជ័យបានទេជាពិសេសគឺអ្នកដែលនៅក្នុង micro ហើយនិង small business ហ្នឹងខ្ញុំជឿថាអ្នកនៅក្នុង micro ហើយ small business បើឲ្យគាត់ទៅរៀបក្រុមហ៊ុនរបស់គាត់ដូច medium ដូច large enterprise ដូចខាង Lily Food ខ្ញុំជឿថាទៅអត់រួចទេ
ប៉ុន្តែអ្វីដែលគាត់អាចធ្វើបានគឺគាត់ត្រូវចេះធ្វើការរួមគ្នាចំបាច់ resource នឹងបញ្ចូលគ្នារៀប structure យ៉ាងណាអ្នកណាទទួលខុសត្រូវអីបែងចែកច្បាស់លាស់ដើម្បីធ្វើម៉េចឲ្យយើងជោគជ័យក្នុងការ consolidate power resource របស់យើងហ្នឹងជាមួយគ្នាបានធ្វើចឹងបានលុះត្រាណាថាខ្មែរយើងទុកចិត្តគ្នាមិនអាចធ្វើជំរុញការងារហ្នឹងបានបើមិនជានៅតែធ្វើការមិនទុកចិត្តគ្នាខ្លាចថាអូទៅ consolidate volume មួយបងអ្នកfacilitate គាត់អត់មានដាំដុះអីផងហើយរឿងអីត្រូវទៅចំណេញលុយដែរពួកខ្ញុំធ្វើការហត់ចង់ងាប់មិនមែនអញ្ចឹងទេបើយើងធ្វើការហត់ចង់ងាប់មែនប៉ុន្តែបើមិនយើងអត់អាចនាំចេញបានthìយើងអត់ជោគជ័យដែរអាហ្នឹងខ្ញុំគិតថាវាជា key point មួយដែលយើងអាច learn ទាំងអស់គ្នាបានបាទសូមអរគុណហើយបើមានសំណួរអីផ្សេងសូមជួយលើកផងបងបងម៉ារីមុនហ្នឹងបើបងអត់លើកក៏ខ្ញុំភ័ញបងដែរពីព្រោះដោយសារបង specific ខាងថៃហើយបងនាំចេញទៅ New Zealand អញ្ចឹងបើបងស្ងៀមស្ងាត់បងអត់ចែកម្លែកហើយអង្គុយនៅហ្នឹងអត់កើតទេឥឡូវបងស្ម័គ្រចិត្តខ្លួនឯងជាការល្អមែនទែនចាជំរាបសួរខ្ញុំឈ្មោះម៉ារីខ្ញុំពីសហគ្រាសយូនីកាបងថាខ្ញុំនាំចេញត្រីទៅ New Zealand ខ្ញុំសប្បាយចិត្តប៉ុន្តែធៀបពិតខ្ញុំចេញបានទូចតាមរយៈ air ទេយើងអត់បានចេញជា container ទេលោកសាត់ឆាមកពី Polycell គាត់នាំចេញជាផ្លូវការជា container ទៅអូស្ត្រាលីប៉ុន្តែដោយឡែក Unica ផ្ទាល់យើង2ឆ្នាំហើយជាមួយនឹងភ្ញៀវនៅ New Zealand តែដោយបងមិនសិនពីដំបូងអញ្ចឹងថាយើងចង់នាំចេញបានយើងមាន free trade agreement ក៏ប៉ុន្តែ make sure ថាយើងមាន good buyer នៅខាងនោះព្រមទិញយើងក្នុងបរិមាណច្រើនអញ្ចឹងខ្ញុំមានភ្ញៀវនៅខាង New Zealand ដែរប៉ុន្តែគាត់យកតូច by air អញ្ចឹងសប្តាហ៍ថ្ងៃយើង process តាមរយៈរដ្ឋបាលជលផលតាក់ទងជាមួយនឹង Health CVK ឬអីផ្សេងទៅបានប៉ុន្តែតាក់ទងមួយ clear ពុនកយដោយសារគាត់យកតិចបើយើងទៅជា container វាខាតអញ្ចឹងខ្ញុំយកទៅតាម air អញ្ចឹងទៅយើងក៏ព្យាយាមរកភ្ញៀវទៀតដែរអញ្ចឹងសំណួរខ្ញុំដែលលើកដៃឡើងហ្នឹងទី1យើងឃើញថាយើងមានខាងអង្គការការដ្ឋាភិបាលឧទាហរណ៍ដូចជាគម្រោងសប្តាហ៍ថ្ងៃនេះគាត់កំពុងតែបញ្ជ្រាបឲ្យសហគ្រាសយើងឬក៏អ្នកនាំចេញបានស្វែងយល់ពីរឿងការនាំចេញយើងមានគម្រោង GIZ ដែលខំព្យាយាមជួយយ៉ាងណា coaching ឬក៏ matching ដើម្បីឲ្យយើងអាចនាំចេញបានប៉ុន្តែថាតើសហគ្រាសដែលគាត់នៅរៀងខ្ចីបើដូច Polycell គាត់មាន team គាត់មាន consultant គាត់មាន exporter គាត់មានអ្នកផលិតដោយខ្លួនឯងប៉ុន្តែក្នុងគម្រោងជាច្រើនយើងអត់ចង់ថាដល់តែយើងជួលគេធ្វើដល់តែយើងមានធីមធំចុះសហគ្រាសដតីដែលយើងដែលជាអាសិតផ្ទាល់ឧទាហរណ៍គាត់លើកមិញគាត់ចង់ឲ្យយើងស្វែងយល់ដល់ខ្លួនឯងកម្មវិធីថ្ងៃនេះក៏ព្យាយាមចង់ឲ្យយើងស្វែងយល់ដល់ខ្លួនឯងដើម្បីយើងអាចទៅបានដែរអញ្ចឹងសំណួរខ្ញុំសួរថាពីសំណួរទី1តើអានស្វតាពេលដែលសហគ្រាសមួយចាប់អារម្មណ៍ថាអូយើងមាន buyer ហើយយើងចាប់តាមនាំចេញហើយយើងទៅ access ទៅស្ថាប័នរៀងខ្លួននៅពេលដែលយើងមានបញ្ហា for example like ឧទាហរណ៍ថាយើងទៅផ្នែកSPS យើងទៅ Misty ខ្លួនឯងហើយតាក់ទងមួយកយយើងទៅកយខ្លួនឯងមួយផ្នែកផ្សេងហើយតាក់ទងជាមួយនឹង CEO យើងទៅនេះខ្លួនឯងឬក៏មាន technical working group ណាមួយដែលយើងអាច approach យកព័ត៌មានបានឬក៏មាននៅក្នុង app platform ដែលបងស្រីខាង GIZ គាត់លើកឡើងសំណួរទី1សំណួរទី2យើងឃើញថាពេលដែលមាន free trade agreement មានន័យថាវា both side កម្ពុជាឬក៏ប្រទេសអាស៊ានត្រូវទទួលបានផលប្រយោជន៍ពីខាងហ្នឹងហើយយើងនាំចេញទៅគេក៏ទទួលបានផលប្រយោជន៍បើយើងមាន free trade agreement already ប៉ុន្តែយើងទាញផលប្រយោជន៍អត់បានវា nothing អញ្ចឹងមាន free trade agreement ប៉ុន្តែ make sure ថាយើងមាន buyer នឹងសំខាន់ជាងអ្វីទាំងអស់តើខាងគម្រោងឬក៏គម្រោងដទៃទៀតមានកម្មវិធីដែលអាច matching បានទេព្រោះខ្ញុំជួបភ្ញៀវខាងអូស្ត្រាលីច្រើនដងហើយអត់ជោគជ័យសោះជោគជ័យ New Zealand តែវារៀងតូចជោគជ័យខាងអាមេរិកក្រៅផ្លូវការអញ្ចឹងណាខ្ញុំមាន2សំណួរហ្នឹងចាអរគុណចាអរគុណបងសម្រាប់សំណួរមែនតើចាអូប៉ះចំចំណុចហ្មងឯងបងបានផ្ទះដៃជូនចាបងដល់ឡែកបងសុំភ័ណ្ឌសំណួរហ្នឹងផ្ទាល់ទៅខាងវាគ្មិនយើងមួយរូបណាដែរឬក៏នាងខ្ញុំអាចជួយភ័ណ្ឌជំនួសបងបានចាសម្រាប់សំណួរទី1បើតាមតើអ្វីខ្ញុំចាប់បានគឺបងស្រីគាត់ចង់សម្ដៅទៅលើថាតើមានការប្រមូលផ្ដុំរួមមួយចាដូចជាតាក់ទងជាមួយអន្តរក្រសួងចាដល់ឥឡូវបច្ចុប្បន្នគាត់ធ្វើការជាមួយនឹងជលផលជួយនាំបានជាកញ្ចប់ទូចតែដល់ឡែកនៅក្នុងក្រសួងពាណិជ្ជកម្មយើងត្រូវការរត់នៅជាមួយនឹងពុនកយក៏ដូចជាឯកសាររបស់ CO យើងគឺដាច់ដោយឡែកគ្នាអញ្ចឹងតើមាន
co-working team ណាដែលអាចធ្វើតែមួយកន្លែងបានសម្រាប់ដែរទេអញ្ចឹងប្រហែលជាសំណួរហ្នឹងបងប៉ាទិតអាចជួយបកស្រាយបន្តិចសិនមុននឹង link ថាតើ platform របស់បងតារ៉ែនចាំបងជួយបន្ថែមហ្មងណាបងណាថា platform បងតារ៉ែនហ្នឹងបានមានធ្វើចំណុចហ្នឹងដែរឬក៏អត់ចា៎ បាទសូមអរគុណសម្រាប់សំណួរនេះបើមែនតើទៅដូចយើងធ្លាប់បានមានសំណួរវាគ្មិនមុនភាសាហើយដូចខ្ញុំធ្លាប់បាននិយាយអញ្ចឹងគឺជាលក្ខខណ្ឌបច្ចេកទេសហើយក៏ជាគោលការណ៍រួមគឺបច្ចុប្បន្នយើងពុំទាន់មានគេហៅថា one stop service ឬអីដែលសម្រាប់ថាប្រមូលព័ត៌មានបានអស់ទេបានន័យថារាល់បច្ចេកទេសនៃស្ថាប័នរៀងៗខ្លួនគឺនៅទៅតាមអង្គភាពរៀងខ្លួន ចំពោះក្រសួងពាណិជ្ជកម្មយើងមានការទទួលខុសត្រូវពាក់ព័ន្ធជាមួយការចុះបញ្ជីពាណិជ្ជកម្មការផ្ដល់សេវានាំចេញតាមប្រព័ន្ធអនុគ្រោះក៏ដូចជាមិនអនុគ្រោះជាពិសេសគឺការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញការចេញអាជ្ញាប័ណ្ណនាំចេញនាំចូលដែលពាក់ព័ន្ធជាមួយនឹងបញ្ជីទំនិញដែលជាប់នៅក្នុងបញ្ជីទំនិញជាប់កម្រិតកំណត់ហើយក្នុងនោះក៏មានបញ្ជីទំនិញមួយចំនួនមានក្រសួងពាក់ព័ន្ធផ្សេងៗទៀតហើយខ្ញុំក៏បានឆ្លើយទៅ ជំរុញខ្ញុំអត់ចាំដែរដូចធ្លាប់ជំរុញក្រសួងពាណិជ្ជកម្មអញ្ចឹងគាត់នៅខាងអញ្ចឹងគឺគាត់អាចលើកជា raise បញ្ហានឹងឡើងថាគួរបង្កើតឲ្យមានឆាត់តែមួយនៃថាដើម្បីប្រមូលព័ត៌មានបានទាំងអស់ទាំង SPS ទាំង TBT ទាំងអីឧស្សាហកម្មជាមួយនឹងពាណិជ្ជកម្មឬក៏ជាមួយនឹងកសិកម្មដើម្បីបងប្អូនយើងអ្នកនាំចេញគាត់ទៅតែមួយកន្លែងអានឹងវាជាអ្វីដែលខ្ញុំបានជូនយោបល់គាត់ ប៉ុន្តែមិនមែនជាថា recommend ទេគឺសុំជូនយោបល់ក្នុងនាមខ្ញុំជាមន្ត្រីរដ្ឋាភិបាលមួយរូបបាទសូមអរគុណចាអរគុណច្រើនមែនទែនបងសូមជួយបងស្រីតារ៉ែនបន្តចា ប៉ុនច្រើនបងស្រីដែលមានសំណួរអញ្ចឹងតាមពិតផឹកមិញខ្ញុំមកតាំងផឹកដែរអញ្ចឹងខ្ញុំបានរៀនសូត្រច្រើនណាសម្រាប់ខ្លួនខ្ញុំបានចូលរួមនឹង3 session ដែលគេមានបន្ទប់ទី1បន្ទប់ទី2បន្ទប់ទី3ហ្នឹងណាអញ្ចឹងអ្វីដែលគាត់ focus ខ្ញុំចាប់បានថាទី1តាក់ទងរឿងស្តង់ដារ ឃ្លាពុនកយហើយនឹងអីអនាម័យហើយភពខាអនាម័យអញ្ចឹងមាន3ស្ថាប័នសំខាន់ទី1មានខាងcustom ទី2មានខាងក្រសួងឧស្សាហកម្មតាក់ទងរឿងស្តង់ដារទី3មានខាងក្រសួងកសិកម្មដែលគាត់តាក់ទងរឿងអនាម័យភពខាអនាម័យហើយគាត់ក៏បាន introduce ដែរថាគាត់មានជា app ដែលបងអាច download នៅក្នុងទូរស័ព្ទរបស់បងហើយបងឃ្លាពុននៅតាមទូរស័ព្ទបានបងអាច access ទៅរកស្តង់ដារក៏តាមប្រព័ន្ធ digital ក៏បានហើយដូចគ្នាជាមួយនឹងខាងស្តង់ដារក៏ឲ្យចាហ្នឹងឲ្យបានទាំងអស់អញ្ចឹងខ្ញុំសង្ឃឹមថាបងអាច access ទៅ mobile app ហ្នឹង install ហើយបងអាចរកព័ត៌មានបានហើយដែល like អ្វីដែលខ្ញុំបាននិយាយថាខ្មែរ SME គឺមានព័ត៌មាននៅក្នុងហ្នឹងអញ្ចឹងបងចូលទៅក្នុង website ហ្នឹងបងអាចទទួលបានព័ត៌មានពី Line Ministry មួយពួកខ្ញុំដាក់ up to date information នៅក្នុងហ្នឹងហើយក៏បងអាចតាក់ទងមកពួកខ្ញុំផ្ទាល់ដែរករណីថាបងអាចចង់ access to more information to the right person the right agency ដែលអាច provide service ជូនបងបានដែលឡាយតាក់ទងរឿង business matchmaking ខ្ញុំក៏ចង់លើកឡើងម្ដងទៀតថាខ្មែរ SME ហើយនឹង ASEAN Access ហ្នឹងយើងមាន function មួយយើងហៅថា business matchmaking អញ្ចឹងយើងតែងតែ organize event នៅលើ platform ហ្នឹងដែលយើង bring in investor buyer seller នៅក្នុង platform ហ្នឹងទៅតាម topic មួយដូច agriculture sector តាក់ទងទៅខាង sustainable packaging អញ្ចឹងយើងមាន different topic អញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់នៅពេលដែលក្រុមការងាររៀបចំ event ហ្នឹងបងចូលរួមយើងមាន specific buyer seller នៅក្នុងហ្នឹងហ្មងហើយបងក៏អាច connect មកពួកខ្ញុំផ្ទាល់ដែរឧទាហរណ៍ថាបងចង់បានលក់ទីផ្សារម្ទេសទៅប្រទេសឥណ្ឌូនេស៊ីខ្ញុំមាន buyer តែសំខាន់សួរថាបង ready នឹងរៀបចំអ្វីទាំងអស់ហ្នឹងក្នុងការ export ទៅឥណ្ឌូនេស៊ីនៅអញ្ចឹងខ្ញុំតែងតែលើកទឹកចិត្តថានៅពេលដែល development partner គាត់រៀបចំ event បងត្រូវចូលរួមការចូលរួមរបស់បងមានតម្លៃសម្រាប់អ្នករៀបចំហើយក៏ដូចជាខ្លួនឯងផ្ទាល់បងព្រោះបងត្រូវការ access to new market any market ដែលបងអាច access បានគឺ the best for you ហើយដូចបងគាត់លើកឡើងបងញ៉ានិយាយថាពាក្យថា trade បានន័យថា not only export ឬក៏ import គឺ both
trade គឺមានការនាំចេញហើយនាំចូលអញ្ចឹងអីដែលបងត្រូវរៀបឌីក្នុងការធ្វើទាំងពីរហ្នឹង export and import អញ្ចឹងបងដូចខ្ញុំក៏មាន the same idea to you ដែរថាឥឡូវរដ្ឋាភិបាលបង្កើត agreement ឬក៏ revise agreement ដែលជួយសម្រាប់សម្រួលឲ្យ SME របស់យើងអាច access to different market in the world អញ្ចឹងសួរថាយើងមានហើយតែយើងត្រូវការរើ buyer who will buy your product where you can get or find your the buyer អញ្ចឹងបងត្រូវរក channel ដូចខ្ញុំនិយាយអញ្ចឹងថាឥឡូវ digital e-commerce platform you cannot avoid digital technology បងត្រូវចេះ get information both physical and online អញ្ចឹងបងត្រូវប្រឹងខ្លួនឯងព្រោះបងជា SME I cannot help you more than this we create the support program for you so you guys you need to stand and find your own market អញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តថាបងត្រូវតែងើបឈរបងត្រូវតែ be resilient បងត្រូវតែ commitment ក្នុងការ find your market find the buyer hey come to us not only me but bong Janet she also know Australia market she know the buyer she can connect តែបងត្រូវ come to us as well you need to get information by yourself as well thank you បងខ្ញុំសង្ឃឹមថាខ្ញុំឆ្លើយសំណួររបស់បងបើសិនជាអត់ទេបើអាចតាក់ទងមកខ្ញុំផ្ទាល់ទៀតក៏បានដែរបងអរគុណច្រើនអរគុណចាបងហើយសង្ឃឹមថាបងម៉ារីអាច get touch ចាហើយសំណួរនេះក៏ល្អសម្រាប់ទាំងអស់គ្នាអាចស្វែងយល់បន្ថែមទៀតទាំងអស់គ្នាផងដែរចាតាក់ទងជាមួយនឹងបងតារ៉ែនបានលើកឡើងមកមិញថាយើង be ready ហើយនៅបងប្អូននៅក្នុងនេះគិតថាខ្លួនឯង ready ហើយនៅបង Yes or no អូសុំប៉ុន្មាន% yes ជួយលើកដៃបងកុំអង្គុយស្ងាត់ពេកកុំអោនមុខចុះមើលទូរស័ព្ទពេកអញ្ចឹងចូលបណ្ដាសារប្រហែល% no បងអូចុះបង yes ក៏មិន yes no ក៏មិន no មិនវិញដែរទៅបងនៅកំពង់ពាក់កណ្ដាលមែនបងចាភ្ជាប់មួយសំណួរនេះនាងខ្ញុំចង់សួរទៅវាគ្មិនយើងដែលតាក់ទងជាមួយនឹងខាង association ម្ដងបងពីព្រោះដោយសារថា to be ready ជាទូទៅគឺអាខាងនៅខាងចាសុំទោសនៅខាង association យើងភាគច្រើនតែងតែធ្វើជា capacity building ចា education ជូនទៅដល់ member យើងជាប្រចាំចាអញ្ចឹងសួរថាតើព័ត៌មាននៅពេលដែលយើង training ពិសេសគឺ training for export readiness បងមានដែរបានចូលរៀនហើយនៅបងម៉ាអ្នកបានចូលហើយបងអូសិស្សគ្រូបកគោហ្នឹងសិស្សគ្រូបកគោប្រចាំសមាគមស្ត្រីចាហើយអញ្ចឹងបងផ្សេងទៀតអត់ទាន់បានរៀនអំពី export readiness នៅឡើយទេត្រូវទេបងចាអញ្ចឹងសុំសួរទៅបងខាងវិជ្ជាភ័ណ្ឌមុនបងភេងកំតាន់កាន់តួឯកសុំក្រោយគេបងពីខាងសមាគមវិជ្ជាភ័ណ្ឌក៏ដូចជាពីខាងមជ្ឈបាយធ្វើដំណើរចាសមាគមដូចជាមានពាក្យ3 keyword ដែរបងចាខ្ញុំចាំវិជ្ជាភ័ណ្ឌខ្លាំងជាងគេតាក់ស្តាលហ្នឹងហើយជាមួយនឹងយើងមានវលីមានអីនាំចេញដែរលោកជំទាវទឹករ៉េកម្រងគាត់បានលើកឡើងចាដោយសារមុនហ្នឹងយើង discuss ច្រើនតាក់ទងជាមួយនឹងខាងកសិកម្មតែនៅក្នុងនេះបើតាមខ្ញុំដឹងក៏មានបងប្អូនដែលគាត់ធ្វើរឿងតាក់ទងជាមួយនឹង fashion កណាត់សូត្រចាក៏ដូចជាកែច្នៃពីកាបូបដែលធ្វើពី plastic មានបានខាងបង village work ចាគាត់ក៏នាំចេញទៅអូស្ត្រាលីយូរឆ្នាំដែរអត់ដឹងថាបងបណ្ណៈគាត់នៅដែរទេបងរត់ចោលខ្ញុំបាត់ឲ្យដឹងអូបងបានមិនមែនត្រឹមតែបានចូលរៀន export readiness ទេមាន experience នៅក្នុងការនាំចេញតាក់ style ជាមួយនឹងខាងបងទៀតចាអញ្ចឹងឥឡូវនេះដំបូងសូមបងជួយឆ្លើយតាក់ទងជាមួយនឹងការបង្រៀនចាក៏ដូចជាមានខុសណាខ្លះដែលបងតែងតែចែកម្លែកទៅ member របស់បងជាប្រចាំចាបាទអរគុណច្រើនមែនតើទៅខ្ញុំមិនសូវចង់ចែកបទពិសោធន៍ជោគជ័យទេខ្ញុំចង់ចែកបទពិសោធន៍បរាជ័យអូខេបងជាទូទៅដោយសារខ្ញុំធ្វើការនៅខាងសមាគមយើងហៅថាសមាគមវិញ្ញាណភ័ណ្ឌសម្លៀកបំពាក់ស្បែកជើងនិងផលិតផលធ្វើដំណើរផលិតផលធ្វើដំណើរហ្នឹងបានន័យថាកាបូបដែលនារីកាន់កាបូបលុយប្រុសវ៉ាលីថង់ដែលយើងដាក់ខ្ចប់អីវិចខ្ចប់អីហ្នឹងថង់ដាក់វ៉ែនតាដាក់អីហ្នឹងអាហ្នឹងយើងហៅសម្ភារៈធ្វើដំណើរ
អញ្ចឹងមាន keyword សំខាន់3គឺសម្លៀកបំពាក់ស្បែកជើងហើយនិងផលិតផលធ្វើដំណើរហ្នឹងដែលយើងហៅថា GFT បានន័យ garment footwear travel goods អញ្ចឹងពាក្យហ្នឹងជា term មួយដែលយើងទូទៅអាចឃើញនៅក្នុងសារព័ត៌មានឬក៏រដ្ឋាភិបាលតែងតែលើកយកមកជាអាទិភាពហើយវិស័យនេះខ្ញុំគិតថាខ្ញុំចង់និយាយដោយសារវារៀងធំជាងគេពេកទី1សមាជិកខ្ញុំដែលមានចំនួន850រោងចក្រអញ្ចឹងវា employ មនុស្សប្រហែលជាជិត1លាននាក់អញ្ចឹងបើយើងគិត sector ហ្នឹងគឺធំហើយអ្នកដែលធ្វើការដោយសារវិស័យហ្នឹងគឺប្រហែល2លានជាងអ្នកទៀតអញ្ចឹងបើវិស័យនេះ absorb ការងារប្រហែល3លានជាងហើយនាំចេញក៏ធំហើយបែរជាបងប្អូនខ្លះគាត់ថាក៏ស្ទះចរាចរណ៍ដោយសារវិស័យហ្នឹងដែរមែនទេកន្លែងខ្លះប៉ុន្តែខ្ញុំចង់ highlight ថាអញ្ចេះថាដោយសារខ្ញុំធ្វើការនៅក្នុងសមាគមអញ្ចឹងហើយលោកបន្តិចគាត់បានលើកមកថាធ្វើការជាមួយសមាគមស្រួលជាជាងធ្វើការជាមួយម្នាក់ខ្ញុំលើកឧទាហរណ៍ថាដូច SME អញ្ចឹងបើ SME ដោយអមថាក្រុមហ៊ុននេះនាំចេញមួយក៏ត្រូវការយល់ពី AAN FTA នេះបានន័យថាបើធ្វើតែសម្រាប់មនុស្សម្នាក់វាខាតពេលសម្រាប់ក្រសួងមួយទៅធ្វើជាមួយមនុស្សម្នាក់ប៉ុន្តែបើសិនជាសមាគម SME ឬ MSME ហ្នឹងគាត់ group គ្នាមកថាខ្ញុំមានបំណងនាំចេញទៅអូស្ត្រាលី New Zealand ហ្នឹងដូចគ្នាអាហ្នឹងល្អយើង group គ្នាទៅហើយយើងស្វែងយល់មែនតើទៅអត់មានអ្នកណាមានជំនាញជាងអ្នកណាទេខ្ញុំមិនជឿថាអង្គញាកុលភេងនៅទីនេះឬក៏ខ្ញុំដែលធ្វើការក្នុងវិស័យនេះ20ជាងឆ្នាំហើយខ្ញុំមិនដែលគិតថាខ្លួនឯងហ្នឹងមានបទពិសោធន៍ឬក៏មានចំណេះដឹងលើអ្នកណាដែរខ្ញុំអត់គិតទេពីព្រោះវាតែងតែមានអ្វីមួយថ្មីហើយដែល SME យើងមករៀនយើងមកថ្ងៃនេះយើងចាត់ទុកថារៀនទាំងអស់គ្នាទៅយើងកុំគិតថានឹងខ្លាយទៅជា expert អីមិនគិតទេប៉ុន្តែរឿងដែលសំខាន់ជាសមាគមគឺជាអ្នកដែលបណ្ដុំកន្លែងមួយដែលសមាជិកគួរតែទទួលបាននៅព័ត៌មានដែលគាត់ឆ្ងល់ឬក៏យ៉ាងហោចណាស់ក៏យើងអាចប្រាប់ថាត្រីនឹងត្រូវស្ទូចនៅណាដែរអញ្ចឹងកន្លែងហ្នឹងសម្រាប់ខាងខ្ញុំសមាជិកយើងជាង850រោងចក្រហ្នឹងគឺថាបានន័យថាយើងតែងតែប្រាប់សមាជិកយើងថាឥឡូវនេះរាជរដ្ឋាភិបាលបានគិតនឹងបើកទីផ្សារទូលំទូលាយបើកទីផ្សារនៅប្រទេសនេះថ្មីឧទាហរណ៍ដូចអារ៉ាប់អ៊ីមីរ៉ុលអញ្ចឹងអានោះសិតថ្មីទីផ្សារច្រើនដែលយើងគិតយើងកំពឹងលើប្រទេសតែមួយពីព្រោះស្អែកឡើងគេប្រកាសថាយកពន្ធលើយើង200អីយើងងាប់ហ្មងអញ្ចឹងខ្ញុំលើកឧទាហរណ៍យើងមិនថាប្រទេសណាប៉ុន្តែអាហ្នឹងវាបង្កើតរឿងមួយដែលយើងគួរតែគិតថាយើងត្រូវ diversify ទីផ្សារយើងយ៉ាងម៉េចតែសម្រាប់ SME ខ្ញុំគិតថាវាសំខាន់ក្នុងការតាមដាននៅ Free Trade Agreement ដែលរដ្ឋាភិបាលបើកហើយយើងចង់បានការជួយគ្រប់គ្រងហើយខ្ញុំគិតថាកន្លែងហ្នឹងពាក់ព័ន្ធរឿងបណ្ដុះបណ្ដាលហ្នឹងខ្ញុំចង់ highlight ថាអញ្ចឹងថាយើងគ្រាន់តែគិតតែធ្វើផលិតផលយើងហ្នឹងឲ្យទៅជួបស្តង់ដារអ្នកវិជាទិញហ្នឹងវាពិបាកហើយកុំគិតថាដល់ទីផ្សារអ្នកខ្លះមិនតន់ស្គាល់អូស្ត្រាលីនៅណាប៉ុណ្ណឹងណាអ្នកខ្លះអត់ដឹងថា New Zealand នៅណាប៉ុណ្ណឹងតែយើងចង់នាំចេញទៅដោយសារយើងគិតថាវាជាទីផ្សារហើយយើងក៏មើលទៅវាមាន potential ខ្ញុំស្មោះត្រង់ខ្ញុំទើបតែបានទៅអូស្ត្រាលីឆ្នាំហ្នឹងហើយខ្ញុំទើបទៅហើយខ្ញុំទៅលេងទៀតមិនមែនទៅធ្វើជំនួញទេប៉ុន្តែខ្ញុំមើលនៅអូស្ត្រាលីក៏ដូច New Zealand ដែរខ្ញុំគិតថាវាជាទីផ្សារមួយដែលល្អដែលជាប្រទេសមួយដែលយើងគិតថាជាប្រទេសដែល community គេហៅ European community meet ជាមួយ Asian community នៅនឹងប្រហុកក៏មានលក់នំប៉័ង burger អីមានលក់ទាំងអស់ប្រហុកក្រូចឆ្មាស្អីមានទាំងអស់អញ្ចឹងតើសក្តានុពលនេះខ្ញុំគិតថាដូចអង្គញាកូភេងឬក៏ speaker នៅទីនេះគាត់មានប្រសាសន៍អញ្ចឹងថាយើងអត់គិត one way trade ទេយើងគិតដូចតែ one way trade អាហ្នឹង trade deficit ហើយតែ trade deficit គេថាអូឯងគិតពីនាំចូលអញអត់មានទិញពីឯងទេអាហ្នឹងវាមានបញ្ហាហ្នឹងដែលយើងប៉ះពាល់ប្រហែលថ្ងៃមុនដែលគេប្រកាសរឿងបញ្ហា trade ហ្នឹងអញ្ចឹងយើងធ្វើយ៉ាងម៉េចថាអូស្ត្រាលីនៅអូស្ត្រាលីសាច់ជៀមឆ្ងាញ់ណាសាច់គោអូស្ត្រាលីឆ្ងាញ់ណាស្រាក្រហមអូស្ត្រាលីអីឆ្ងាញ់ត្រពាំងបាយជូរស្អីល្អប៉ុន្តែយើងបើយើងយកមកនៅក្នុង mall មួយយើងមើល1គីឡូ$20 $5-10ហើយបើទៅអូស្ត្រាលីមកអត់ថ្លៃមក
ហើយយើងមានរបស់ជាច្រើនដែលខ្មែរយើងមានល្អយើងនាំទៅអូស្ត្រាលីដែរអញ្ចឹងខ្ញុំថាកន្លែងហ្នឹងយើងគិតរឿង trade exchange ប៉ុន្តែអ្វីដែលសំខាន់ជាបងប្អូនដែលនៅ SME ខ្ញុំគិតថាខ្ញុំមានយោបល់ដូចខាង GIZ ឬក៏លោកស្រីនៅទីនេះផ្ទាល់ទេថាសំខាន់ជាងគេឲ្យចូលរួមពីព្រោះការធ្វើ capacity building ហ្នឹងមែនតែនទៅដូច GIZ អីចឹងគាត់ចំណាយលុយច្រើនណាស់ដើម្បីធ្វើ training ហ្នឹងឲ្យវា available សម្រាប់យើងបានទទួលសម្រាប់សមាគមខ្ញុំផ្ទាល់សុខចិត្តខ្ចីលុយគេ3លានជាងយកមកបង្កើតវិទ្យាស្ថានមួយយើងហៅថា Cambodian Government Training Institute CGTI ហើយបើអស់លោកស្រីចូលនៅក្នុង website ច្បាស់ជាឃើញហើយយើងប្រើ standard Singapore គឺស្តង់ដារខ្ពស់ហ្មងហើយឥឡូវហ្នឹងយើងបានជំនួយពីរាជរដ្ឋាភិបាលដើម្បីបណ្ដុះបណ្ដាលជំនាញនឹងទៀតនិយាយស្មោះត្រង់យើងបានច្រើនហើយរាជរដ្ឋាភិបាលទុកចិត្តនឹងការបណ្ដុះបណ្ដាលជំនាញហ្នឹងយើងបណ្ដុះបណ្ដាលជំនាញមែនតើមិនមែនយើងបើយើងធ្វើទឹកឧទាហរណ៍ថាយើងធ្វើត្រីសម្រាប់ទៅញ៉ាំនៅក្នុងស្រុកស្រួលទេតែដល់ពេលយើងចង់យកទៅគេសំបីវិខ្ចប់ការធ្វើហ្នឹងដំណើរការធ្វើឲ្យស្អាតហ្នឹងក៏សិតតែវាជាការឆ្លើយតបទៅនឹងស្តង់ដារហើយខ្ញុំគិតថាព្រឹកមួយថ្ងៃនេះណាចិត្តចប់ហ្នឹងអត់មានអ្នកណាម្នាក់លើកពីរឿង sustainability ទេ CSR ពីមុនយើងនិយាយ CSR យើងហៅថា corporate social responsibility តែឥឡូវយើងអត់ប្រើពាក្យហ្នឹងទេយើងប្រើ sustainability ប៉ុន្តែមានន័យថាម៉េចមានតាំងពីសិទ្ធិមនុស្សក៏យើងមានចូលក្នុងហ្នឹងមានគ្រប់បែបយ៉ាងទាំង recycle ទាំង green energy អីមាននៅក្នុងហ្នឹងទាំងអស់អញ្ចឹងខ្ញុំចង់លើកថាពេលដែលយើងគិតពីរឿងទីផ្សារដែលយើងត្រូវនាំចេញត្រូវគិតរឿងហ្នឹងដែរចុងក្រោយទៅអា sustainability ហ្នឹងគឺជា requirement មួយដែលយើងត្រូវធ្វើអញ្ចឹងសរុបមកគឺថា building capacity សម្រាប់សមាជិកយើងឲ្យស្វែងឲ្យយល់ពីថាធ្វើខ្លួនជាអ្នកនាំចេញហ្នឹងអាហ្នឹងត្រូវការរៀនសូត្រដែរមិនមែនសុកចេះខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងសូមអរគុណច្រើនចាអរគុណច្រើនមែនតើបងចាអូមានអ្នកចូលរួមហើយចាសូមអញ្ជើញបងចាសូមជម្រាបសួរបងវាគ្មិនទាំងអស់ក៏ដូចជាបងដែលបានចូលក្នុងកម្មវិធីនេះនាងខ្ញុំឈ្មោះសុគន្ធាមកពីខាងសិប្បកម្មផលិតមីបន្លែម៉ែដាំដែលយើងផលិតមី4រសជាតិគឺរសជាតិល្ពៅត្រាវដំឡូងនិងគូឆាយហើយយើងផ្ដោតទៅលើសុខភាពជាចម្បងជាពិសេសអ្នកដែលមានពោះវៀនខ្សោយដូចជាកុមារនិងមនុស្សចាស់ហើយបន្ទាប់ពីបានស្ដាប់វាគ្មិនបងដែលបានចែកម្លែកពេញមួយល្ងាចនេះមកខ្ញុំចាប់អារម្មណ៍ទៅលើបងភេងដែលគាត់បានលើកឡើងថា SME ឬក៏ micro គួរតែចាប់ដៃគូគ្នាដើម្បីឲ្យមានភាពមាំជាងមុនប៉ុន្តែសំណួរខ្ញុំប្រហែលជាសាមញ្ញខ្ញុំចង់ដឹងថាតើកាយវិការបែបម៉េចដើម្បីយើងឲ្យគេដឹងថាយើងចង់សហការមួយគេចាសូមបងចែករំលែកសូមអរគុណបងចាអរគុណមែនតើបងសម្រាប់សំណួរពីព្រោះដោយសារពេលវេលាយើងរៀងគៀកដែរអញ្ចឹងខ្ញុំសូមមានបងប្អូនណាដែលគាត់អាចចូលរួមបន្ថែមទៀតអាចអញ្ជើញរួមជាមួយគ្នាតែម្ដងព្រោះអាចថាស្រឡាញ់វាគ្មិនដូចគ្នាតែឆ្លើយតែម្ដងឲ្យហើយបងចាវាគ្មិនហើយសូមគោរពលោកស្រីទាំងអស់ដែលមានវត្តមាននៅទីនេះខ្ញុំឈ្មោះវីរ៉ាខ្ញុំមកពីខេត្តខ្ញុំចាប់អារម្មណ៍ក៏ពិតខ្ញុំរៀនសូត្របានច្រើនហើយដូចអ្វីដែលលោកអង្គញាបានសួរប៉ុន្តែខ្ញុំគិតថាมันចាំបាច់លើកមិនបាច់ឆ្លើយក្នុងនេះទេឆ្លើយសួរទៅខាងវាគ្មិនខ្ញុំណូតទៅប្រហែលជាអាចមាន4ទៅ5សំណួរបាទដែលអាចចង់សួរទី1ពីព្រឹកមកហ្នឹងខ្ញុំហាក់បីដូចជាចាប់ភ្លឹកទៅតែរឿង export ទេប៉ុន្តែជាចំណុចល្អមែនទែនដែលលោកអញ្ញាហើយនឹងលោកទឹកហេងដែលបានផ្ដល់យើងនិយាយ trade មួយថ្ងៃហ្នឹងគិតតែរឿង export ណាយើងអត់បានគិតថាតើ import ស្អីមកវិញខ្ញុំគិតថានេះជាចំណុចល្អខ្លាំងមែនទែនហើយខ្ញុំសំណួរទី1ខ្ញុំចង់ជម្រាបសួរទៅវាគ្មិនថាតើ SME គឺគាត់ពិតជា qualify ក្នុងការចូលរួមធ្វើ trade ជាពិសេសផ្ដោតទៅលើ export គាត់ពិតជា qualify មែនឬក៏យ៉ាងណាបើយើងកលេចមើលទៅលើ scale ព្រោះជាទូទៅ SME ខ្ញុំគិតថាអាច scale នៅក្នុងការផលិតរបស់ពួកគាត់អាចនៅមានកម្រិតអញ្ចឹងបើសិនជាប្រៀបធៀបជាមួយនឹងដំណើរការនីតិវិធីអីផ្សេងណាខ្ញុំចង់ស្វែងយល់ពីបទពិសោធន៍ចំណុចនេះខ្ញុំគិតថាប្រហែលជាអាច
ខ្ញុំមិនចំពោះវាគ្មិនណាមួយអាចវាគ្មិនណាក៏អាចចូលរួមចែកម្លែកសម្រាប់ខ្ញុំទី2តកតងជាមួយនឹងភាគរយខ្ញុំសុំតលេខតែជ្រុង export ភាគរយយើងនិយាយពី margin ដែលបើយើងប្រៀបធៀបពីទីផ្សារក្នុងស្រុកហើយនឹងទីផ្សារក្រៅស្រុកជាក់ស្ដែងយើងមើលទៅតកតងការទំនិញចូលនៅស្រុកខ្មែរយើងនិយាយជារួមអត់និយាយលើផលិតផលណាមួយដោយឡែកទេគឺយើងអាចនិយាយថាភាគច្រើននៃផលិតផលរបស់យើងទាំងផលិតផលធាតុចូលហើយនឹងផលិតផលសម្រាប់នោះគឺសិតតែភាគច្រើនគឺយើងនាំចូលដូចជាច្រើនជាងនាំចេញទៅវិញអញ្ចឹងបើសិនជាប្រៀបធៀបពេលដែលយើងនាំចេញឬក៏យើងផលិតហើយលក់នៅក្នុងទីផ្សារក្នុងស្រុកនឹងមួយទៀតផលិតលក់សម្រាប់ទៅនាំចេញខ្ញុំចង់សុំលើកចង់ស្វែងយល់បទពិសោធន៍ពីលោកស្រីដែលគាត់មានបទពិសោធន៍នាំចេញហ្នឹងខ្ញុំចង់ដឹងថាតើអាភាពចំណេញហ្នឹងតើវាអាចមាននៅក្នុងកម្រិតណារវាងទីផ្សារក្នុងស្រុកហើយនឹងទីផ្សារខាងក្រៅស្រុកទី3ចង់ជម្រាបសួរទៅលោកAshley បាទដោយសារគាត់មានបទពិសោធន៍ច្រើននៅក្នុងឋានៈតំបន់ណាហើយក៏ដូចជានៅពីខាងអូស្ត្រាលី New Zealand ស្រាប់តើនៅក្នុងសម្រាប់ទីផ្សារស្រុកខ្មែរឬក៏ផលិតផលនៅក្នុងស្រុកខ្មែរតើស្អីដែលជាផលិតផលដែលមាននៅគុណវត្តប្រៀបធៀបជាមួយនឹងប្រទេសផ្សេងមានន័យថាតើជាផលិតផលអីដែល SME ទាំងអស់នេះអាចសម្លឹងមើលបន្ថែមទៀតឬក៏អាចធ្វើការវាយតម្លៃខ្លួនឯងបន្ថែមទៀតក្នុងការយកចេញខ្ញុំមិនចង់បដោតថាជាក់លាក់ផលិតផលណាមួយទេប៉ុន្តែមើលទៅស្អីដែលអាចគិតថាវាមានអត្ថិភាពណាបាទមួយទៀតតកតងជាមួយនឹងបាទចុងក្រោយខ្ញុំចង់សួរទៅបងសត្យាដោយសារថ្ងៃមិញអត់បានសួរបាទតកតងជាមួយខ្ញុំឃើញបង list down 5-6ជំហាននៅក្នុងការដែលសម្រាប់ឲ្យពួកយើងពិចារណាណាខ្ញុំចង់ចាប់អារម្មណ៍មួយថាតើយើងត្រូវ ready ខ្លួនយើងគួរ check ខ្លួនយើងមុនឬក៏យើងគួរតែព្យាយាមមើលទៅលើទីផ្សារមុនដូចជាឧទាហរណ៍ដូចថាតើយើងព្យាយាមស្វែងយល់ពីដៃគូនៅក្រៅហើយចាំយើងព្យាយាមម៉ាចទៅលើrequirement របស់ពួកគាត់មុនបាទនេះគឺសម្រាប់ទីផ្សារ export ដែរបាទសូមអរគុណបាទអរគុណអូបងប្រុសក្លឹមចាអង្គុយពីព្រឹកម្ដងស្មាននេះបងសង្ងំមកចាំសរុបជាមួយនឹងវាគ្មិន8រូបសួរឲ្យត្រូវចំណុចតែម្ដងហើយសង្ឃឹមថាខ្ញុំអត់ចាំបាច់repeat នៅសំណួររបស់គាត់ម្ដងទៀតទេមែនទេបងហើយសម្រាប់សំណួរដំបូងបងស្រីគាត់ point ទៅបងផេង direct ហើយអញ្ចឹងសូមឆ្លើយជាមួយសំណួរបងស្រីមុនហើយបន្ទាប់មកវាគ្មិនយើងអាចចូលរួមបានទាំងអស់គ្នាសម្រាប់4សំណួររបស់បងប្រុសខ្ញុំគិតថាសំណួរទី4នោះដូចជា specific ទៅបងហើយ for the third question he asking for you right you already know the question right okay so នៅសល់សំណួរទី1ទេដែលគាត់ថាអ្នកណាឆ្លើយក៏បានដែរហើយអញ្ចឹងនៅទីនេះនៅសល់លោកសម្បត្តិមួយដូចអត់បានឆ្លើយចាអញ្ចឹងសុំសំណួរទី1ប្រហែលជាសុំទៅលោកសម្បត្តិនិងសំណួរទី2គាត់ specific ថាបងដែលធ្លាប់មានជំនាញក្នុងការនាំចេញស្រាប់តើរវាងការលក់ក្នុងស្រុកនិងលក់នៅខាងក្រៅស្រុកហ្នឹងមួយណាដែលចំណេញជាងហ្នឹងខ្ញុំគិតថាប្រហែលជាទៅខាងនំស្រួយលីលី direct តែម្ដងចាអញ្ចឹងអរគុណសម្រាប់វាគ្មិនជួយ take តាមចាgive the floor អរគុណច្រើនខ្ញុំគិតថាសំណួរល្អសំណួរទី1ដែលតកតងបងសុគន្ធាផលិតមីសួរថាសហការគ្នាដោយវិធីណាវិធីក្នុងការសហការគ្នាហ្នឹងខ្ញុំគិតថាមានច្រើនបើសិនជាយើងនៅក្នុង level micro ហើយនិង level small ខ្ញុំជឿថាយើងគួរតែរកដៃគូណាដែលអាចមាន capacity នៅក្នុងការនាំចេញដែលគាត់ដឹងពីរឿង regulation ក្នុងការនាំចេញអាចធ្វើបែបបត់ក្នុងការនាំចេញដោយសារក្រុមហ៊ុនដែលអាចនាំចេញបានគឺតើតែ medium registration បានអាចងាយស្រួលក្នុងការនាំចេញធ្វើឲ្យថ្លៃដើមគាត់ competitive ហើយការដែលធ្វើអញ្ចឹងបានគឺនៅក្នុង micro business នេះគាត់ធ្វើម៉េចធ្វើឲ្យចេញទៅជា cluster micro small ហើយនិង medium ហ្នឹងគាត់បញ្ចូលគ្នាធ្វើជា cluster ឧទាហរណ៍ថាបងផលិតមីបងអត់អាចនាំចេញបាន for example ខ្ញុំអត់ដឹងថាឥឡូវនាំចេញបានអត់ទេប៉ុន្តែថាជាឧទាហរណ៍ថាអត់អាចមានលទ្ធភាពក្នុងការនាំចេញ
បងត្រដៃគូណាមួយដែលគាត់កំពុងតែនាំចេញស្រាប់ឧទាហរណ៍ដូចខាង Lily ដូចខាងបង Policel ដែលគាត់មានបទពិសោធន៍ក្នុងការនាំចេញជជែកមួយគាត់ថាបងសុំស្រាប់បទពិសោធន៍ថាតើក្នុងការនាំចេញយ៉ាងម៉េចខ្លះបែបបទធ្វើម៉េចខ្លះហើយខ្ញុំចង់ចូលទៅទីផ្សារ Australia New Zealand តើបែបបទដែលគេតម្រូវការនេះមានអីខ្លះបែបបទតម្រូវការមិនមែនតែរឿង documentation រឿង export processing តែមួយមុខទេបើសិនជាគាត់នៅក្នុងគេហៅថា F&B ការចំណីអាហារហ្នឹងណាគឺមាន regulation ជាច្រើន including ថាតើ safety នៃ production របស់យើងហ្នឹងរបៀបម៉េចចរន្តនៃការដែលយើងធ្វើតាំងពី raw material រហូតដល់ production រហូតដល់ packaging ហ្នឹងយើង meet requirement របស់គេអត់ requirement មានអីខ្លះឧទាហរណ៍ថា standard អនាម័យនៅក្នុងចង្វាក់ផលិតកម្មរបស់យើងតើយើងធ្វើបានល្អនៅគ្រប់ standard របស់គេនៅឧទាហរណ៍សាមញ្ញនៅពេលយើងចូលជា production ដាក់ជាម្សៅចេញជាមីតើនៅក្នុងចន្លោះដែលយើងធ្វើ production នេះនៅក្នុងបន្ទប់ដែលយើងធ្វើ production ហ្នឹងអនាម័យរបស់យើងរបៀបម៉េចការចេញចូលរបស់បុគ្គលិកបែបណាយើងចេញចូលយើងមានពាក់មួកអត់មានពាក់កៅអៅដើម្បីការពារកុំឲ្យមានធូលីមានមេរោគអីចូលទៅក្នុងនឹងអត់ហើយបន្ទប់របស់យើងហ្នឹងមានបិទចិត្តជៀសវាងការដែលមានធូលីហុយចូលធ្វើឲ្យវាមានមេរោគមួយចំនួនដែលវាប៉ះពាល់ដល់សុខភាពមនុស្សយើងអត់នៅពេលដែលយើងធ្វើសង្វាក់ផលិតកម្មហ្នឹងរហូតដល់ពេលយើងវិចខ្ចប់ដល់អញ្ចឹងអាហ្នឹងគឺជា requirement តាក់ទងរឿង health safety ហ្នឹងដែលគេត្រូវការចាំបាច់ក្រៅពីរឿង documentation ដល់អញ្ចឹងសួរថាការនាំចេញវាស្រួលអត់មិនជាស្រួលពេកទេប៉ុន្តែយើងត្រូវសិក្សាឲ្យដឹងបើសិនជាយើងចង់នាំចេញសហការជាមួយនឹងអ្នកដែលធ្លាប់នាំចេញស្រាប់ដឹងពី requirement របស់គេទី2យើងដឹង requirement ហើយសួរថាយើងខ្លួនឯងមាន capacity ក្នុងការ upgrade production របស់យើងហ្នឹងសម្រាប់ការនាំចេញអត់បើអត់តាន់ទេតើយើងធ្វើយ៉ាងណាដើម្បី upgrade យើងត្រូវការទុនយើងទៅរកទុនពីណាដើម្បី upgrade បើសិនជាយើង focus លើការនាំចេញទី3នៅក្នុងករណីដែលយើងចង់នាំចេញយើងចង់សហការមួយខាងក្រុមហ៊ុននាំចេញស្រាប់ដែលយើងធ្វើជា supplier ក្នុងការ manufacturing វិចខ្ចប់ហើយខាងពួកគាត់ជាអ្នកនាំចេញសហការគ្នារបៀបណា margin share គ្នារបៀបម៉េចអាហ្នឹងជាចំណុចចាប់ផ្ដើមតែបើសិនជាយើងយល់ថាយើងមានលទ្ធភាព convert ឧស្សាហកម្មរបស់យើងនេះឲ្យទៅ meet standard បានយើងអាចនាំចេញខ្លួនឯងយើងសិក្សាពី regulation ទាំងអស់ហ្នឹងយើង comply ជាមួយនឹងវាទៅយើងជួលបុគ្គលិកដែលអាចមានជំនាញខាងហ្នឹងយើងខ្លួនឯងជាម្ចាស់សហគ្រាសហ្នឹងសិក្សាឲ្យបានស៊ីជម្រៅជាងនឹងទៀតដើម្បីហេតុអីយើងត្រូវសិក្សាឲ្យបានស៊ីជម្រៅដោយសារយើងជាម្ចាស់សហគ្រាសយើងមាន decision មួយដែលថាយើងអាច make decision ធ្វើពីម៉េចនៅពេលណាមានបញ្ហាអីយើងគួរធ្វើម៉េចយើង make decision បានពេលខ្លះយើងឲ្យជួលបុគ្គលិកដែលគាត់មានចំណេះដឹងខាងហ្នឹងប៉ុន្តែនៅពេលគាត់ថាអូអានេះយើងត្រូវធ្វើចេះចំណេះដឹងយើងអត់ដល់ថាអាហ្នឹងវាមិនមែនជា requirement យើង make decision ថាយើងអត់ invest លើហ្នឹងអញ្ចឹងវាមិនមែនជារឿងមួយដែលយើងអាចទៅបានលឿនទេអញ្ចឹងជាសំណួរបកមកវិញថាយើងចង់សហការតើយើងធ្វើយ៉ាងណាយើងអាចចូលជាសមាជិករបស់សមាគមណាមួយដែលយើងអាចធ្វើការមួយគ្នាបានយើងស្គាល់អ្នកដែលនាំចេញស្រាប់យើងអាចជជែកជាមួយពួកគាត់ធ្វើម៉េចសហការគ្នាបានយើងរកក្រុមហ៊ុន logistics ដែលអាចទុកចិត្តបានយល់ដឹងអំពីបែបបទនៃការនាំចេញ document ត្រូវការអីខ្លះនៅពេលនាំចេញ process របៀបម៉េចធ្វើ invoice packing list របៀបម៉េចជួនកាល micro ហើយនិង small យើងសូម្បីតែធ្វើ invoice ធ្វើ packing list សម្រាប់នាំចេញយើងអត់ដឹងធ្វើម៉េចផងដល់អញ្ចឹងអាហ្នឹងជាចំណេះដឹងដែលយើងគួរតែសិក្សាបន្ថែមដើម្បីធ្វើហើយការដែល intention យើងចង់សហការមួយគេរបៀបម៉េចអាហ្នឹងគឺយើងទៅចែកមួយគេទៅបើសិនជាដៃគូទី1ចែកទៅអត់ត្រូវសួរទី2ទី3ទី4ទី5ខ្ញុំជឿថាឥឡូវអ្នកដែលនៅក្នុងពាណិជ្ជកម្មរបស់យើងពាណិជ្ជករយើងគឺសើ open mind មានការសហការគ្នាច្រើនមានការទុកចិត្តគ្នាបានច្រើនដល់អញ្ចឹងយើងអាចចែកនៅក្នុង platform សមាគមក្នុង platform សភាពាណិជ្ជកម្មក៏បានជាសមាជិកភាពជាអីចឹងអ្វីដែលសំខាន់គឺលើខ្លួនយើងហ្នឹងហើយដែលចង់នាំចេញតែខ្ញុំអាចសុំឆ្លើយសំណួរបន្ទាប់ទី1ទី2ណាពីបងវីរ៉ាសួរថាតើគាត់ focus លើ SME អាចមានលទ្ធភាពនាំចេញអត់ខ្ញុំហ៊ាននិយាយថាបើសិនជា micro ហើយនិង small គឺពិបាកមែនទែនក្នុងការនាំចេញប៉ុន្តែបើ medium enterprise គាត់មានលទ្ធភាពក្នុងការនាំចេញបានហេតុអីដោយសារនៅក្នុង
scope of business សម្រាប់ micro ហើយ small គឺគាត់មិនអាចទៅរៀប structure ក្រុមហ៊ុនរបស់គាត់ទេរចនាសម្ព័ន្ធគាត់មានអ្នកគ្រប់គ្រងគ្រប់ផ្នែកបានទេប៉ុន្តែបើអ្នកដែលនៅក្នុង medium enterprise គាត់អាចមានលទ្ធភាពនៅក្នុងការជួលបុគ្គលិកដែលមានសមត្ថភាពរៀបចំរចនាសម្ព័ន្ធបានល្អរៀបចំស្តង់ដារបានល្អអញ្ចឹងសួរថា micro ហើយ small អាច ready នឹង export អត់ very difficult សម្រាប់ខ្ញុំតែគាត់អាចសហការជាមួយខាងក្រុមហ៊ុន M បានដែលគាត់អាចសហការគ្នាធ្វើការនាំចេញអ្វីដែលសំខាន់គឺទុកចិត្តគ្នាហើយ build volume នឹងឲ្យបានជា consolidate volume ទី2ថាភាគរយ margin មួយណាចំណេញជាងលក់ក្នុងស្រុកដែរចំណេញជាងហើយលុយលឿនទៀតបើសិនធ្វើការនាំចេញ margin ទូចលុយជួនកាលអាចមិនលឿនទេជួនកាលយើង base នៅលើគេហៅថា in-core term ឧទាហរណ៍ថាយើងលក់នៅក្នុង term អី FOB CIF X-work ឬក៏យើងលក់នៅក្នុង DDU base នៅលើ term អាហ្នឹងយើងត្រូវសិក្សាថែមទៀតថាតើ term របៀបម៉េចដល់អញ្ចឹងបើ margin ណាខ្ញុំជឿថានាំចេញ margin មិនអាចល្អជាងលក់ក្នុងស្រុកទេប៉ុន្តែអ្វីដែលសំខាន់ទីផ្សារធំអាហ្នឹងដែលអ្វីដែលជាសំខាន់ហ្នឹងគឺទីផ្សារធំហ្មងបើមិនយើងអាចនាំចេញបានដល់អញ្ចឹងយើងត្រូវ compare ថាយកអា margin ប៉ុណ្នេះមិនដែរទីផ្សារ margin យើងតែ 3% ទេតែទីផ្សារ100លានធៀបជាមួយនឹង margin យើង 5% តែទីផ្សារ1លានតើយើងយកមួយណាអាហ្នឹងគឺ business decision យើងខ្លួនឯងអរគុណច្រើនអូខេដែលសារមុនហ្នឹងបងភេង take the floor ដែលថាបន្ថែមប៉ុន្តែដោយឡែកនាងខ្ញុំបន្ថែមសំណួរទៅឲ្យខាងលោកសម្បត្តិចា relate ជាមួយនឹងសំណួរទី2ទី3ដូចគ្នាសំទោសទី1និងទី2ដូចគ្នាហ្នឹងគឺថាតើ medium បានន័យថា micro ហើយជាមួយនឹង small យើងអាចបំលែងខ្លួនទៅ medium បានអត់ហើយមុនហ្នឹងគ្រប់វាគ្មិនយើងទាំងអស់សិតតែ recommend ទាំងអស់ចាអ្វីដែលនាងខ្ញុំ take note បានដែលសំខាន់នោះគឺដាច់ខាតត្រូវតែធ្វើការងារជាក្រុមរួមគ្នានៅពេលណាដែលយើងទូចយើងអត់រួមគ្នាយើងអត់អាចគុំចេញជាកម្លាំងធំបានទេចាអញ្ចឹងហេតុផលដែលជាសមាគមបង្កើតឡើងមកដូចជា Young Entrepreneur Association ជាដើមហ្នឹងគឺក្រោមហេតុផលបែបហ្នឹងដូចគ្នាចានៅក្នុងហ្នឹងក៏មានសមាគមស្ត្រីដែរចា CWEA ក៏លោកកំពុងព្យាយាមធ្វើការដើម្បីប្រមូលផ្ដុំនៅ micro ក៏ដូចជា small ដើម្បីឲ្យយើងមករួមកម្លាំងគ្នាទៅតាម sector ដែលយើងកំពុងតែធ្វើបងភេងបានលើកឡើងពីរឿង cluster ខ្ញុំមិនដឹងថាបងប្អូននៅក្នុងនេះស្គាល់ cluster បានដល់កម្រិតណាទេតែហៅថាជា ecosystem រួមមួយឧទាហរណ៍ថាបងផលិតបានតែត្រង់ទ្រាយទៅក្នុង cluster គាត់មាន packaging ហើយខាងនោះគាត់មានជាការ laboratory រហូតមកដល់ទៅឯកសារអញ្ចឹងនៅពេលណាដែលយើងមានមក whole group ជាមួយគ្នាហ្នឹងហើយគឺជាការជំរុញទៅលើផលិតផលរបស់យើងរួមគ្នាចេញទៅបានហើយដោយឡែកហ្នឹងទៀតនៅក្នុង container តែមួយបើសិនជាយើងផលិតបាននៅតិចយើងកុំឲ្យខាតថ្លៃដឹងជូនក៏យើងអាច mix combining នៃ product ហ្នឹងចូលរួមគ្នាផងដែរពីព្រោះយើងឃើញថាបើសិនជាយើងលក់ wholesale នៅក្នុងផ្សារទំនើបទូទៅគាត់មានកៅអៅក៏គាត់មានកន្លែងញ៉ាំដែរអញ្ចឹងមិនមែនបានន័យថា food ហើយជាមួយនឹង textile ហ្នឹងអត់ relate គ្នាទេចាឲ្យតែថាយើងស្វែងយល់ពីសមាគមនីមួយៗមានអត្ថប្រយោជន៍ដែលឡែកពីគ្នាហើយព្យាយាមចំណាយពេលវេលាដូចដែលយើងបានចូលរួមក្នុងថ្ងៃនេះហ្នឹងដើម្បីស្រូបយកព័ត៌មានទាំងអស់ហ្នឹងគឺជារឿងដែលសំខាន់ហើយសម្រាប់សំណួរទៅវិញហ្នឹងគឺខ្ញុំដឹងថានៅក្នុងសមាគម Young Entrepreneur ក៏ដូចជា CWEA ដែលដោយសារថ្ងៃនេះអត់មាន CRB តំណាងអញ្ចឹងពីក្នុងសមាគមភាគច្រើនយើងបានរៀបកម្មវិធីជាច្រើនដើម្បីជួយទៅសមាជិកយើងនៅក្នុង SME នៅក្នុងនោះយើងឃើញថាគ្រប់គ្នាបានលើកឡើងមករឿងទី1របស់ small ហើយ micro របស់យើងគឺប៉ះជាមួយនឹង finance ចាដើមទុនយើងនៅទូចកម្លាំងយើងនៅតិចអញ្ចឹងហើយរឿងតាក់ទងជាមួយ finance នេះតាំងពីដើមមកជាយុទ្ធសាស្ត្រធំមួយរបស់ខាងសមាគមតែម្ដងនៅក្នុងការដែលធ្វើម៉េចដើម្បីឲ្យ SME យើង access ទៅ finance បានចាអញ្ចឹងអាចលោកសម្បត្តិអាចជួយជម្រាបបន្ថែមទៅថានៅក្នុងសមាគមរបស់ខាង Young Entrepreneur បានធ្វើនៅកម្មវិធីណាខ្លះដែល relate ទៅលើចាសមាជិករបស់យើងជំរុញនៅក្នុងចំណែកណាមួយដែល relate ទៅនឹងការ export ដូចគ្នាចាអរគុណគុណបងមូលិកាតាមពិតដោយសារគាត់ជាក្រុមប្រឹក្សាវិបាលទទួលបន្ទុក access to finance អញ្ចឹងគាត់ចង់បញ្ជាក់ពីរឿងហ្នឹងដំបូងចង់គ្រប់គ្រងកំណត់អុកញ៉ាភេងតាក់ទងទៅនឹងធ្វើម៉េចឲ្យយើងយល់អំពីទីផ្សាររបស់ការងារផលិតផលរបស់យើងហើយខ្ញុំជឿថាហ្នឹងសិតតែនៅក្នុង business plan ទាំងអស់ខ្ញុំជឿថាបងប្អូនរស់ស៊ីត្រូវតែមាន business plan ហ្នឹងហ្មងហើយខ្ញុំគ្រប់គ្រងមួយទៀតដោយសារតែ micro and small ដោយសារពិបាកដោយសារតែគាត់ជាអ្នកបច្ចេកទេសគាត់នៅក្នុងអាជីវកម្មនឹងខ្លាំងពេកគាត់អត់ទាន់មានពេលវេលានៅក្នុងការ
ទៅយល់ពីព័ត៌មានខ្ញុំជឿថាបងប្អូនជាពិសេស session មុនល្អមែនតើហើយក៏មានព័ត៌មានច្រើនខ្ញុំជឿថាបងប្អូនពិបាកនៅក្នុងការដៃចិត្តយកព័ត៌មានហ្នឹងយកមកធ្វើទាំងអស់គ្នាហើយនឹងជាពិសេសដូចអង្គការពេកនិយាយពីធៀបចំរចនាសម្ព័ន្ធដើម្បីអាចទៅជួយនឹងបានអញ្ចឹងសួរថាតើយើងត្រូវការជំនួយអីខ្លះហើយយើងត្រូវតែមាន business plan របស់យើងដើម្បីដឹងថាតើទំនិញរបស់យើងទីផ្សារនៅកន្លែងណាមិនប្រកាសថាចាំបាច់តែ export ទេបើបងប្អូនផលិតតែនៅក្នុងស្រុកក៏បានដែរដើម្បីមានទីផ្សាររបស់យើងតែក៏មានផលិតផលមួយចំនួនវាត្រូវការទីផ្សារនៅក្រៅស្រុកវាអត់តម្រូវការតិចតួចខ្លាំងណាតែតម្រូវការនៅនៅក្រៅនឹងច្រើនវិញឧទាហរណ៍ដូចយើងប្រើអីអាមេរិកកពតសួរថាតើនៅក្នុងស្រុកយើងអាច afford មិនយើងទេប៉ុន្តែទីផ្សារវានៅទូចទេប៉ុន្តែបែរជាមានទីផ្សារនៅក្រៅស្រុកធំដូចជាអំបិលយើងមានផ្កាអំបិលយើងមានអំបិលប្រភេទមួយដែលថ្លៃបើសួរជាការប្រើប្រាស់រាល់ថ្ងៃអ្នកប្រើប្រាស់អាចតិចតែទីផ្សារហ្នឹងនៅខាងក្រៅអញ្ចឹងបើយើងធ្វើ business plan យើងអាចដឹងថាតើ segment របស់យើងនៅកន្លែងណា opportunity យើងនៅកន្លែងណាពីព្រោះខ្ញុំជឿថាបងប្អូនប្រកបអាជីវកម្មប្រកាសជាដឹងហេតុអីបានយើងនាំចូលរបស់ហ្នឹងប្រកួតប្រជែងជាមួយអ្នកផ្សេងបានយើងត្រូវតែដឹងអាហ្នឹងបើយើងមិនអាចដឹងអាហ្នឹងខ្ញុំជឿថាទាំងការនាំចូលទាំងការនាំចេញយើងមិនអាចមើលឃើញពីឱកាសនៅក្នុងនោះអញ្ចឹងដើម្បីគ្រប់គ្រងហ្នឹងតាមពិតយើងមានធ្វើ study មួយដែលគ្រប់គ្រងដោយ ISI ទៀតដែរដើម្បីមើលពីឱកាសនៅក្នុងការចែក SME cluster ប៉ុន្តែនៅក្នុង study ហ្នឹងមួយដែលគេ find out ថាការនាំចេញការផលិតផលហ្នឹងគឺអ្នកផលិតបើសិនជា involve the whole process នៃការផលិតរហូតទៅដល់ការនាំចេញហ្នឹងវាមានការលំបាកហើយក៏យើងពិបាកនៅក្នុងការធ្វើឲ្យផលិតផលយើងគ្រប់គ្រងផលិតផលទាំងអស់នឹងបានឧទាហរណ៍ថាបើយើងជាអ្នកផលិតវត្ថុធាតុដើមសួរថាតើយើងអាចផលិតវត្ថុធាតុដើមហើយយើងកែច្នៃយើងធ្វើទីផ្សារយើងវេចខ្ចប់រហូតដល់យើងនាំចេញអញ្ចឹងសួរថាតើយើងអាចបំបែកអាហ្នឹងទៅជាដូចលោកស្រីម៉ូលីកាគាត់ mention ហ្នឹងថាតើយើងអាចបែកអាហ្នឹងឬក៏ធ្វើការកន្លែងណារួមគ្នាបានឧទាហរណ៍អ្នកបច្ចេកទេសផលិតដឹងតែពីផលិតទៅបានហើយពីព្រោះអីបើសិនជាយើង stay focus អាហ្នឹងនៅក្នុង business យើង stay focus យើងអាចទៅលឿនថាតើយើងអាចដូចជាចំណុចមួយដែលខាង police គាត់លើកឡើងតើយើងអាចផ្គត់ផ្គង់ដោយនិរន្តរភាពទៅលើផលិតផលរបស់យើងបានអត់បើសិនជាគេចង់បានច្រើនបើសិនជាមិនតាន់អីយើងចង់គ្រាន់តែផលិតបានប៉ុណ្ណឹងយើងចង់ទៅនាំចេញស្រាប់តែគេត្រូវការដល់នាំចេញចំនួនណាមួយយើងអត់អាចគ្រប់គ្រងបានទេអញ្ចឹងមកនៅក្នុងការសិក្សានេះយើងចង់ឲ្យថាអ្នកផលិតគឺផ្ដោតទៅលើផលិតទៅឲ្យច្បាស់លាស់ដែលយើងផលិតផលរបស់យើង stand out ជាងផលិតផលផ្សេងនៅក្នុងចង្វាក់ផលិតកម្មគឺយើងយក raw material មកកែច្នៃឧទាហរណ៍ថាដូចចន្ទីរាល់ថ្ងៃយើងមានដើមច្រើនតែយើងអាចកែច្នៃបានអត់ទៅជាផលិតផល semi final បានអត់យើងគិតតែពីរឿងកែច្នៃនៅក្នុង semi នេះមិនដល់ final ទេមានមួយក្រុមទៀតដែលគាត់គិតពីរឿងជួយផ្ដល់សេវាកម្មនៅក្នុងការធ្វើវេចខ្ចប់ឲ្យស្អាតពីព្រោះដូចយើងឃើញទាំងអស់ចន្ទីមានច្រើនប៉ុន្តែការវេចខ្ចប់យើងក៏ខ្លួនយើងអាច comment បានអូវេចខ្ចប់នេះអត់ទាន់ស្អាតទេវេចខ្ចប់នេះស្អាតជាងមុននេះមើលទៅដូចតាក់ទាញអូអានេះអាចយកទៅបានអញ្ចឹងយើងអាចមើលឃើញទាំងអស់តើកន្លែងណាដែលផ្ដល់សេវាកម្មវេចខ្ចប់មួយដែលយើងមើលទៅតាក់ទាញទាំងអស់គ្នាមួយទៀតទីផ្សារខ្ញុំជឿថាបងប្អូនប្រើប្រាស់ digital ទាំងគ្នាលក់នៅលើទីផ្សារ B2C ភាគច្រើនតើយើងអាចមានទីផ្សារណាដែលជា B2B របស់យើងទៀតលក់នៅម៉ាតនៅកន្លែងណាមួយទៀតខ្ញុំជឿថារដ្ឋាភិបាលកំពុងតែធ្វើច្រើនហើយជឿពិសេសសម្ដេចធិបតីគាត់តែងតែទៅខាងក្រៅគឺទៅរកទីផ្សារហ្នឹងហើយថាតើទីផ្សារនឹងនៅកន្លែងណាបើសិនជាយើងដឹងថាយើងមានទីផ្សារដូចម្រេចដូចអំបិលដូចអង្គយើងដឹងថាទីផ្សារយើងនៅកន្លែងណាយើងផលិតដើម្បីតម្រូវនៅការទីផ្សាររបស់យើងតែនៅក្នុងចន្លោះហ្នឹងវាមានអីគេទៀតវាមានការវេចខ្ចប់វាមានការធ្វើ promote ពី product ខ្លួនឯងហើយខ្ញុំថាហ្នឹងក៏ជាទូនាទីរបស់អ្នកនយោបាយដែលគាត់ផ្ដល់ជាគោលនយោបាយហើយនឹងជាស្ពានមួយដើម្បីជួយឆ្លងប្រទេសយើងប្រើពាក្យថា cross border ដោយសារតែយើងជាអ្នកផលិតនៅក្នុងស្រុកអញ្ចឹងមួយវិញទៀតបើសិនជាយើង focus ទៅលើការផលិតអញ្ចឹងសួរថាតើមានអ្នកនាំចេញអត់ខ្ញុំជឿថាថ្ងៃនេះយើងមានអ្នកនាំចេញហើយខ្ញុំជឿថាយើងចង់ឲ្យមានអានឹងច្រើនទៀតពីព្រោះអីមិនស្ដាប់ទៅគាត់អាចជួយមកក្នុងចំណែកណាមួយឯងអញ្ចឹងបើអ្នកណាអាចដើរតួនាទីទៅជា trade facilitator ឬក៏ជា trade agent កាន់តែច្រើនទៀតដើម្បីផ្ដល់សេវាកម្មទៅដល់បងប្អូនខ្ញុំជឿថាបងប្អូនអាចនឹងកាត់បន្ថយពីភាពឈឺក្បាលនៅក្នុងការធ្វើម៉េចដែលដើម្បីផលិតផលខ្ញុំនាំចេញបានឧទាហរណ៍ខ្ញុំមានតែឧទាហរណ៍យកមីបងស្រីចុះខ្ញុំមានមីមួយហ្នឹងខ្ញុំអាចផលិតប៉ុណ្នេះបានខ្ញុំអាចមាននិរន្តរភាពនៅក្នុងការផលិត secure រឿង standard យ៉ាងម៉េចខ្ញុំធ្វើម៉េចឲ្យមីខ្ញុំអាចនាំចេញទៅកន្លែងណាបានអញ្ចឹងគាត់អាចផ្ដល់យោបល់ថាទីផ្សារបងអាចនៅកន្លែងនេះបាននៅកន្លែងនេះបាន
សំខាន់ឲ្យតែបង focus ទៅលើរឿងផលិតទេ margin បងយ៉ាងម៉េចអីយ៉ាងម៉េចខ្ញុំជឿថាបើមានក្រុមហ៊ុនបែបនេះច្រើនផ្ដល់យោបល់ដល់បងប្អូនខ្ញុំជឿថាយើងកាត់បន្ថយអាការទទួលខុសត្រូវនឹងកាន់តែច្រើនអូខេអញ្ចឹងខ្លីមួយទៀតតកតងការទទួលបានហិរញ្ញប្បទានខ្ញុំជឿថាការធ្វើទាំងអស់នេះប្រហែលជាបងប្អូនអាចត្រូវការទុនបន្ថែមត្រូវការរបៀបនៃការធ្វើហើយខ្ញុំជឿថាជាយន្តការរបស់រដ្ឋាភិបាលចង់ឲ្យ small and medium ឬក៏ micro បញ្ចូលគ្នាមិនត្រឹមតែធ្វើការមួយគ្នាជាងបើសិនជាអាចមានឱកាស merge បញ្ចូលគ្នាទៅជាក្រុមហ៊ុនកាន់តែធំជាងមុនទៀតអញ្ចឹងវារួមទាំងរបៀបនៃការ merge បញ្ចូលគ្នាហើយនៅពេលហ្នឹងអាចក៏ត្រូវការ investment បន្ថែមដែរអញ្ចឹងជាយន្តការខ្ញុំជឿថាអាចបងប្អូនដឹងខ្លះមិនដឹងខ្លះនៅក្នុង ecosystem នេះយើងមានច្រើនទាំងសមាគមច្រើនមែនតើយើងធ្វើការយើងមានសហគ្រាសរបស់រដ្ឋមួយចំនួនក៏កំពុងធ្វើការដូច SME Bank យើងត្រូវដឹងថា SME Bank គាត់ផ្ដោតសំខាន់ទៅលើយន្តការហិរញ្ញប្បទានទៅលើអីគេគាត់ focus ទៅលើរឿងការកែច្នៃឯងគាត់អត់ប៉ះទៅលើរឿងវត្ថុធាតុដើមឯង ARDB គាត់ធ្វើតែរឿងកសិកម្មវត្ថុធាតុដើមឯងអញ្ចឹងគាត់ចែក segment ពួកគាត់ច្បាស់តែម្ដងអញ្ចឹងបើយើងដឹងថាកន្លែងណាជាប្រភពធនធានរបស់យើងហើយមួយទៀត CGCC ជាយន្តការមួយធានាដើម្បីឲ្យយើងអាច increase loan នឹងបានប៉ុន្តែវាត្រូវមាន process ដំណាក់កាលរបស់វាមួយទៀតយើងមាន program ដើម្បី access to equity ថាតើអ្នកដែលអាច invest នៅក្នុងវិស័យណាមួយនៅកន្លែងណាខ្លះអញ្ចឹងទាំងអស់ហ្នឹងសិតតែជាអាចជាសមាគមទាំងអស់ហ្នឹងកំពុងតែផ្ដួចផ្ដើមឲ្យមានជា platform ដើម្បីអាចជួយដល់បងប្អូនបានអញ្ចឹងនៅពេលដែលយើងចូលទៅក្នុង platform ទាំងអស់ហ្នឹងយើងចាប់ផ្ដើមដឹងពីយន្តការទាំងអស់ហ្នឹងហើយដូចជាមានក្រុមមួយគាត់កំពុងតែចែកគ្នាថាតើធ្វើម៉េចដើម្បីឲ្យអ្នកផលិតហ្នឹងអាចដូចបងខាង Lily បានហ្មងថាធ្វើម៉េចគាត់ឆ្លងកាត់អីគេខ្លះ process នឹងទាំងអស់ហ្នឹងអញ្ចឹងមានទាំង training មានទាំងmentoring program មានទាំង workshop មានទាំង event មានទាំង seed funding មានទាំងអីខ្ញុំជឿថាសូម្បីតែបងគាត់ Lily គាត់លើកឡើងមកអញ្ចឹងមិនមែនគាត់សុកគាត់អាច export បានទេទៅជប៉ុនគឺគាត់ត្រូវសហការជាមួយក្រុមហ៊ុនជប៉ុនមួយអញ្ចឹងវាត្រូវការទាំងយន្តការទាំងចំណេះដឹងហើយនៅពេលដែលអាច export បានសួរថាគាត់ត្រូវការ investment ប៉ុន្មានមិនសុកចិត្តគាត់អាចមានត្រឹមប៉ុណ្្នឹងគាត់អាច invest ទីផ្សារគាត់បានអញ្ចឹងទាំង process ទាំងអស់ហ្នឹងខ្ញុំជឿថាហើយអញ្ចឹងខ្ញុំជឿថាទាំងដៃគូអភិវឌ្ឍន៍នៅទីនេះទាំងរដ្ឋាភិបាលដែលយើងទៅចែកគ្នាថ្ងៃនេះសូមប្រមូលព័ត៌មានទាំងអស់ហ្នឹងហើយខ្ញុំជឿថាមិនមែនតែមួយថ្ងៃនេះយើងអាចដឹងយកទាំងអស់ហ្នឹងទៅដល់ថ្នាក់ដឹកនាំបានទេអញ្ចឹងយើងមានយន្តការដោយក្រុមការងារទាំង16អញ្ចឹងដែលមានអង្គការពេញក៏នៅក្នុងយន្តការមួយខ្ញុំជឿថាក្រសួងផ្សេងនៅក្នុងយន្តការផ្សេងដើម្បីឲ្យបងប្អូនអាច input ព័ត៌មានបញ្ចូលទៅយន្តការដើម្បីឲ្យក្រុមការងារហ្នឹងយកទៅចែកគ្នាបន្ថែមហើយពីមួយពេលទៅមួយពេលទាំងការចូលរួមហើយទាំងការរៀនសូត្រហើយទាំងការ input ទៅដល់យន្តការទាំងអស់ហ្នឹងវាខ្ញុំជឿថាយើងនឹងមានអីបន្ថែមពីលើនឹងទៀតហើយជាចុងក្រោយខ្ញុំជឿថាផលិតផលមិនចាំបាច់តែផ្ដោតសំខាន់ទៅដល់ការនាំចេញទៅខាងក្រៅទេនាំចេញមកលើទីផ្សារយើងនិយាយពាក្យថានាំចេញមកលើទីផ្សារហើយទីផ្សារក្រៅស្រុកទីផ្សារក្នុងស្រុកក្តីខ្ញុំជឿថាសិតតែជាឱកាសដើម្បីឲ្យយើងអាចmake money បងទាំងអស់គ្នានៅជាមួយពួកខ្ញុំតែនៅអត់អូខេដើម្បីកុំឲ្យបងគាត់ខកចិត្តព្រោះគាត់ចង់បានពី SME ផ្ទាល់ថាហេតុអីបានសម្រេចចិត្តនាំចេញហើយការនាំចេញរបស់ Lily គឺនៅខាងក្រៅស្រុកចំណេញជាងនៅខាងក្នុងស្រុកមែនដែរអត់ចាព្រោះជួនកាលអាចហេតុផលផ្សេងដែល Lily មើលឃើញនៅពីក្រៅរូបភាពទាំងអស់ហ្នឹងអញ្ចឹងសូមឲ្យសម័យខ្លួនអ្នកឆ្លើយផ្ទាល់ខ្លួនឯងថាបច្ចុប្បន្នភាពនេះបងលក់នៅក្នុងស្រុកប្រហែលជាប្រមាណ%ដែរហើយបងនាំចេញប្រហែលជាប្រមាណ%ហើយបើប្រៀបធៀបទៅន័យទៅតើការលក់នៅក្នុងស្រុកនេះចំណេញខ្លាំងជាងប៉ុណ្ណាដែរជាមួយនឹងការលក់ក្រៅស្រុកបងចាអរគុណការលក់ក្នុងស្រុកគឺផលចំណេញគឺវាធំជាងការនាំចេញចំពោះផ្នែកនាំចេញរបស់ខាង Lily Food តែម្ដងគឺភាគរយនៃការនាំចេញគឺយើងមានតែខ្ទង់ 10% ទេប៉ុន្តែចំពោះរោងចក្រមួយទៀតគឺជាការនាំចេញសុទ្ធសាធគឺ focus ដោយសារតែយើងផលិតក្នុងការ OEM brand ឲ្យតែខាង buyer តែមួយអញ្ចឹងគឺខាងនោះគឺ margin ការនាំចេញក៏មានការកំណត់និយាយចំគឺការចរចារួចហើយជាមួយ buyer គឺមាន margin ឲ្យក្នុងចន្លោះមួយដែលសមរម្យដើម្បីឲ្យយើងបន្តអាជីវកម្មពេលដែលយើង join venture នោះគឺការវិនិយោគដើមទុនគឺរៀងខ្ពស់វាខ្ទង់10លានជាងក្នុងការបង្កើត
អរគុណច្រើនសម្រាប់បងជួយបន្ថែមអញ្ចឹងមិញហ្នឹងក៏បានបញ្ជាក់ឲ្យថាមានរោងចក្រ2ខុសពីគ្នាបានន័យថារោងចក្រដើមគាត់ផលិតនាំចេញហ្នឹងតែ 10% ទេសមហ្នឹងគឺលក់ក្នុងស្រុកទាំងអស់ជា brand របស់គាត់ផ្ទាល់ Lily ចាតែសម្រាប់រោងចក្រមួយទៀតនោះគឺ focus ទៅលើ OEM ខ្ញុំជឿថាបងប្អូននៅទាំងអស់គ្នានៅទីនេះស្គាល់ OEM ទេណោះបងប្អូនស្គាល់អត់អូខេអូអញ្ចឹង SME យើងសិតតែចេះកែច្នៃផលិត brand ផ្សេងទៀតបានហើយអញ្ចឹងពេលខ្លះក៏រឿងហ្នឹងក៏ពាក់ព័ន្ធមួយរឿងទៀតដែរថាតើពេលបងប្អូនផលិតហ្នឹងពេលខ្លះមិនចាំបាច់ថាត្រូវទៅដាក់ brand ខ្លួនឯងទេសំខាន់ឲ្យតែបងប្អូនអាចរកផលចំណេញចេញពីផលិតផលដែលបងប្អូនផលិតហ្នឹងក៏ជារឿងល្អដែរចាអូខេអញ្ចឹងSo for the third question that he mentioned for your side, so you still remember the question? Yes, for the main product that you think that Cambodia should be potential, like why they in China or other country that thinking about Cambodia for rice, but I think that for Australia or New Zealand maybe think that in Cambodia many potential other that we cannot notice by our own. Maybe your side can notice for us. Okay, thank you. The simple answer is if I knew, I'd be doing it. I won't talk about a particular industry, but what I will say is that obviously you need to know what the cost of your product is per unit, how much you build it for, how much you grow it for. Once you get to a place like Australia, there's not just one market. There's a national market, but there's also 6 cities with millions of people in them. Many people just focus on, for example, Melbourne or Sydney, but Brisbane, Perth, Adelaide all have millions of people in them and around them. So if you wanted to go to Australia, you could look at separate markets on secondary cities, for example, where it might be a little bit easier to distinguish yourself from other products. I mean, we heard earlier today that Cambodia is actually selling rice to Australia. Australia also has a huge internal rice market. We grow enormous amounts, but we're still buying from Cambodia because of quality and price. So I'd be suggesting that whatever your particular product is, you focus on those 2 things, quality and price. Because once you get to Australia, for example, a beer that I buy here for $2.50, I will pay $15 or $16 for in a pub. 25 years ago, I was living in South America, in Argentina, and the one thing they didn't have was a plastic cup to drink coffee. And I'd been all around the world. It was the only country I'd seen that didn't have it. Someone made millions of dollars out of importing plastic cups to Argentina and Brazil to drink coffee. So it's also being on the ground and seeing opportunities for yourself where you see a gap in the market. So that doesn't really answer your question, but I would simply say do what you do as well as you can, understand your product, and be prepared to keep your eyes open and look for the opportunity. Because I think we can direct you to areas, we can suggest, but really it's the person who has the knowledge and the experience of that's going to make that final decision. And you need to what you do need to do is have access to markets to walk around and look for yourself more than anything else. I hope that helps. Okay. Well, thank you very much for your answer. I hope that he explained for everything that you would like to know, right? អញ្ចឹងនៅក្នុងសំណួរទី4គាត់ specific ទៅបងតតែម្ដងសុំបងខ្លីៗបន្តិចបងដោយសាររៀង over ច្រើនដែរហើយមើលទៅនៅ interact ខ្លាំងណាចាអញ្ចឹងបងដូចជាអត់តន់ប្រញាប់ទៅផ្ទះទេអញ្ចឹងបងអាចជួយបកស្រាយបន្ថែមបានចាដើម្បីចង់នាំចេញយើងត្រូវមើលទៅជួបគេមុនឬក៏មើលខ្លួនឯងមុនជាទូទៅយើងត្រូវមើលខ្លួនឯងមុនបងព្រោះពេលខ្លះយើងមាន product ល្អប៉ុន្តែយើងអត់ដែលមើលតើproduction line ផងយើងនឹងត្រូវអត់ទេនៅពេលដែលខ្ញុំបាននាំចេញលើកដំបូងជួយនាំចេញសិប្បកម្មខ្មែរលើកដំបូងមានសិប្បកម្មជាច្រើនតាក់ទងមកយើងដើម្បីធ្វើការហើយជាទូទៅពួកខ្ញុំតែធ្វើ inspection ទៅធ្វើ site visit យើងឃើញថា8លើ10គាត់អត់បំពេញទៅលើសមត្ថភាពឬក៏ស្តង់ដារដែលអាចនាំចេញបានទេអញ្ចឹងយើងត្រូវឆែកខ្លួនឯង
បើសិនជាយើងមានបំណងនាំចេញយើងត្រូវរៀបចំ production យើងឲ្យទៅតាមនឹងហើយរងថ្ងៃខ្ញុំគិតថាបើក្នុងវិស័យវារីវប្បកម្មយើងមាន CQS ដើម្បីជួយយើងមាន HACCP ហើយដើម្បីជួយយើងថាតើស្តង់ដារយើងត្រូវតាមអ្វីដែលយើងអាចនាំចេញបានអត់អញ្ចឹងសំខាន់យើងឆែកខ្លួនឯងហើយអ្វីដែលខ្ញុំចង់ផ្ដាំចុងក្រោយគឺតាក់ទងនឹង supply chain យើងនាំចេញយើងត្រូវការនាំចេញឲ្យមាននិរន្តរភាពកុំឲ្យនាំចេញហើយស្រាប់តែគេមករកលើក្រោយ6ខែបើនាំចេញទៀតអញ្ចឹងអាហ្នឹងជាអ្វីយើងត្រូវឆែកខ្លួនឯងដែរព្រោះអីវាជា challenge មួយដែលសិប្បកម្មជាច្រើនមានបញ្ហាក្នុងពេលបច្ចុប្បន្ននេះបាទខ្ញុំមានតែប៉ុណ្្នឹងអរគុណជាថ្មីម្ដងទៀតសូមគោរពអរគុណមែនទែនសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះផងដែរចាសូមឮសំឡេងពីខាងបងស៊ីបន្តិតចាសម្រាប់ជាពាក្យចុងក្រោយសូមម្នាក់2នាទីចាបងដើម្បីមុននឹងយើង closing remark បិទកម្មវិធីនៅក្នុងការកិច្ចពិភាក្សារបស់យើងតែម្ដងបងចាបាទសូមអរគុណទាំងសូមថ្លែងពីបាទថាអ្វីដែលខ្ញុំបាននិយាយព្រឹកកន្លងមកគឺពីដដែលទេប៉ុន្តែខ្ញុំក៏អរគុណលោកអង្ញាដែរដែលបានរំលឹកតាមពិតមែនតែនទៅខ្ញុំខ្លួនឯងក៏អានអត់អស់ដែរអញ្ចឹងទី1អ្នកនាំចេញសំខាន់បំផុតបើយើងចង់យល់ពីកិច្ចព្រមព្រៀងសូមមើលទៅលើ chapter ណាដែលពាក់ព័ន្ធជាមួយអ្វីដែលខ្លួនចង់ធ្វើទំនិញសេវាកម្ម investment ឬ e-commerce ឬក៏អីផ្សេងកម្មសិទ្ធិបញ្ញាអាហ្នឹងខ្ញុំសូមខ្លីខ្ញុំមិនបកស្រាយទៀតទេបានន័យថាវិស័យយើងពាក់ព័ន្ធអីសូមមើលអាហ្នឹងលម្អិតទី2បើសិនជាយើងមានទំនិញហើយយើងត្រូវស្វែងយល់អំពីដូចខ្ញុំធ្លាប់បាននិយាយអញ្ចឹងគឺទីផ្សារតម្រូវការទីផ្សារនិងអ្វីដែលយើងមានលទ្ធភាពផលិតរួមបូកបញ្ចូលទាំង supplier ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមរបស់យើងវា involve នៅក្នុង FTA ដែរឬទេហើយមួយទៀតខ្ញុំសូមបន្ថែមទៅបងមិញតាមពិតមិនមែនជា recommend ទេជាចម្លើយដែរថា SME ឬក៏ micro គឺពិតជា qualify ដោយសារអី exporter មិនមែនថាតលតែគេហៅថា producer ឬក៏នេះនាំចេញបានយើង trader គាត់ដើរតួនាទីជាអ្នកនាំចេញបានអញ្ចឹងបងអាចរកដៃគូដែលជា trader ដើម្បីយើងធ្វើកិច្ចសន្យាមួយគាត់ដើរតួជាអ្នកនាំចេញជំនួសយើងអានេះខ្ញុំសូមចម្លើយពាក់ព័ន្ធនឹង SME ពិតជា qualify ព្រោះធម្មតាយើងអ្នកផលិតជួនកាលយើងអត់មានលទ្ធភាពក្នុងការនាំចេញអញ្ចឹងយើងអាចរកដៃគូយើងដែលគាត់ជាតួអង្គមួយអាចធ្វើការនាំចេញបានអានឹងខ្ញុំសូមខ្លីប៉ុណ្ណឹងបាទសូមអរគុណអរគុណច្រើនចាសូមអញ្ជើញបងប្រុសដំណើរមកខាងលីលីចាបងបាទចំពោះខ្ញុំវិញតាក់ទងជាមួយនឹងAvata តាក់ទងជាមួយ free trade នេះគឺវាល្អចំពោះសហគ្រាសនាំចេញព្រោះវាជួយឲ្យយើងពង្រឹងតាក់ទងជាមួយនឹងស្តង់ដារផលិតផលក៏ដូចជាការខ្សែសង្វាក់នៃការផ្គត់ផ្គង់ដែរព្រោះក្នុងការត្រៀមខ្លួនក្នុងការនាំចេញយើងត្រូវមានការឆែកតាក់ទងជាមួយខ្លួនយើងតាក់ទងជាមួយមួយទៀតក៏យើងអាចដឹងព័ត៌មានមួយចំនួនតាក់ទងមួយ requirement នៃការនាំចូលទៅប្រទេសមួយតើគេមាន minimize តាក់ទងជាមួយនឹង safety អ្វីខ្លះសម្រាប់ផលិតផលមុនតែអាចនាំចូលទៅបានជាទូទៅតាក់ទងជាមួយចំណីអាហារក៏វាមាន minimum នៃការស្តង់ដារដែរគឺជាទូទៅត្រឹម HACCP ដែលជាស្តង់ដារទាបជាងគេហើយដែលអាចក្នុងការទទួលស្គាល់ជាសកលដែលយើងងាយក្នុងការ access ទៅទីផ្សារ export ដែរអរគុណបងចាសូមចាំមកសាចាហ្នឹងហើយបងជាទូទៅខ្ញុំសូមចែករំលែកថាASEP AANT FTA ហ្នឹងគឺវាជា window ថ្មីសម្រាប់យើងចាប់យកឱកាសទីផ្សារនៅអូស្ត្រាលីនិងញូហ្សេឡង់ក៏ប៉ុន្តែយើងក៏ត្រូវ check មើលខ្លួនឯងថាតើយើងមានសមត្ថភាពគ្រប់គ្រាន់នៅប៉ុន្តែជាការលើកទឹកចិត្តឲ្យខ្ញុំគិតថាការរួមចូលគ្នាយើងប្រកាសជាអាចធ្វើបានត្បិតណាវា complicate ប៉ុន្តែវា doable វាពិតអាចធ្វើបានខ្ញុំមានតែប៉ុណ្្នឹងអរគុណចាបងតារ៉ែនសុំខ្លីឲ្យខ្លឹមបងសារពិសេសចាអរគុណច្រើនអត់ភ្លេចទេពាក្យថា trade បានន័យថា not only export but both export and import អញ្ចឹងបងលោកអុកញ៉ាគាត់បានមានប្រសាសន៍ឲ្យអស់ហើយខ្ញុំគ្រាន់តែខ្ញុំមាន3ពាក្យ access to information be inclusive and be resilient thank you ចាអរគុណមែនទែនបងពិតជាខ្លីមែនចា access to information be inclusive ហើយនឹង be resilient ចាបងប្អូនអាចចងចាំពាក្យនឹងបានចាចំណែកខ្ញុំវិញខ្ញុំគិតថាតាមបទពិសោធន៍កន្លងមកខ្ញុំផ្ដល់យោបល់ថា SME យើងប
កុំគិតរឿងការលំបាកច្រើនគិតថាថ្ងៃនេះគឺទីផ្សារ2ដែលយើងមកសិក្សាអូស្ត្រាលីមួយញូហ្សេឡង់អញ្ចឹងធ្វើយ៉ាងម៉េចពិនិត្យមើលពីព្រោះវាមានផលប្រយោជន៍នៅប្រទេសពីរនេះដែលយើងជា SME ត្រូវតែគិតពីរឿងនាំចេញហ្នឹងបើយើងអត់គិតរឿងនាំចេញទេមិនបាច់មកកន្លែងហ្នឹងទេថ្ងៃហ្នឹងកុំមកខាតពេលព្រោះថ្ងៃនេះបើយើងគិតម្នាក់ចំណាយពេលមកអស់មួយថ្ងៃហើយអញ្ចឹងបើយើងអត់គិតរឿងនាំចេញទេ why you come ណាយើងមកគឺដើម្បីសិក្សាពីហ្នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តថាសូមឲ្យមើលទីផ្សារហ្នឹងឲ្យដោយយកចិត្តទុកដាក់អូខេហើយ capacity building គឺ complete ចូលរួមហើយនឹងសិក្សាខ្ញុំក៏សិក្សាដែរខ្ញុំរាល់ថ្ងៃក៏ខ្ញុំសិក្សាពីលោកស្រីដែរអរគុណច្រើនចាបងសូមបន្ថែមសំណួរជូនបងមួយម៉ាត់ទេបងអញ្ចឹងសម្រាប់នៅក្នុងសមាគមបងអាចសັບជាមួយនឹងខាងមីក្រូក៏ដូចជា small ចូលជា member បងដែរឬក៏យ៉ាងម៉េចដែរបងពីព្រោះអីយើងឃើញថានៅទីនេះក៏មានអ្នកដែលផលិតជាកៃតម្បាញចាដូចជាដែលនាងខ្ញុំលើកឡើងមកហ្នឹងពួកគាត់ជាសិប្បកម្មហើយក៏គាត់ជា potential ដែរប៉ុន្តែខ្ញុំមិនដឹងថាពី in term of association បងអាចសັບ member ដល់វិធីណាដែរបងចាមែនតើទៅសមាគមបង្កើតមកសម្រាប់ជួយអ្នកវិនិយោគធំៗឯនាំចេញក៏ប៉ុន្តែបំណងបើ mission vision mission នៃរបស់យើងគឺ localize បានន័យថាជួយខ្មែរដើម្បីឲ្យនាំចេញឬក៏ជួយខ្មែរដើម្បីឲ្យបានជំនាញនៅក្នុងឧស្សាហកម្មយើងដឹងថាពេលដែលយើងមានបញ្ហា economic crisis មានរោងចក្រខ្លះបិទឲ្យទៅវិញអាហ្នឹងយើងគិតថាពេលដែលគេទៅវិញគឺប្រទេសយើងដូចទៅទេហ្មងខ្ញុំមានអារម្មណ៍អញ្ចឹងហេតុអីបានខ្មែរយើងមិនធ្វើដីយើងក៏មានរៀនយើងអាចរៀនបានហើយកន្លែងខ្ញុំបានជម្រាបរបស់លោកស្រីមិញថាមុននឹងខ្ញុំណែនាំខ្លួនហ្នឹងថាយើងមានខ្ចីលុយគេយកមកធ្វើវិទ្យាស្ថានមួយអស់3លានជាងមែនតើយើងវិនិយោគប្រហែលជា10លានជាងហើយបរៀនមួយឆ្នាំបានតែ2000នាក់5000នាក់បើគិតជាលុយវិញសឹងថាបើចែកលុយឲ្យវិញដូចស្រួលជាងហេតុអីបានយើងវិនិយោគអាហ្នឹងគឺដើម្បីឲ្យខ្មែរយើងបានទាញយកឱកាសយកជំនាញហ្នឹងយើងតែងតែថាខ្មែរយើងមកធ្វើតែកម្មករអត់ទេខ្ញុំអត់ឯកភាពទេខ្មែរយើងធ្វើការឥឡូវនៅក្នុង middle management supervisor middle management អញ្ចឹងហើយអស់លោកស្រីក៏អាចចូលរួមបានដែរអញ្ចឹងឆ្លើយនឹងសំណួរហ្នឹង MSME គួរតែសិក្សាអំពីសមាគមខ្ញុំដែរហៅតាក់ហ្នឹងដើម្បីទាញផលប្រយោជន៍ហើយមួយទៀតដោយសារយើងឥឡូវហ្នឹងយើងបានរាជរដ្ឋាភិបាលជួយ5-6 លានដុល្លារច្រើនណាយើងធ្វើ5ឆ្នាំអញ្ចឹងហើយជំនាញអស់នេះយើងបានជួយទៅបងប្អូនទាំងអស់គ្នាហ្នឹងឲ្យតែមានជំនាញថ្មីយើងតែងមានអាហារូបករណ៍យើងមានកន្លែងឲ្យស្នាក់នៅមានអាហារឲ្យញ៉ាំមួយពេល$2កន្លះខាងយើងចេញទៀតយើងមានកន្លែងឲ្យស្នាក់នៅមានចង់និយាយថាវាស្តង់ដារល្អដែរអញ្ចឹងអស់លោកស្រីបើសិនជាចាប់អារម្មណ៍រឿង course អស់ហ្នឹងមិនមែនថាជា promotion ទេក៏ប៉ុន្តែខ្ញុំចង់ឲ្យខ្មែរយើងទទួលបាន course អស់ហ្នឹងពីព្រោះយើងរៀនតាមអ្នកវិនិយោគដើម្បីថ្ងៃក្រោយយើងទៅក៏ជាអ្នកព្រោះឥឡូវយើងជាអ្នកវិនិយោគហើយអញ្ចឹងយើងរៀនជាមួយខាង FDI ខាង Foreign Direct Investment ហ្នឹងយើងចាត់ទុកថាយើងជា foreigner ដែរទៅហើយយើងរៀនសូត្រហើយនាំចេញដូចគេអញ្ចឹងយើងសម្រាប់យើងចំពោះអូស្ត្រាលីនិងញូហ្សេឡង់យើងជា FDI មិនអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំតែងតែលើកទឹកចិត្តឲ្យបងប្អូនទទួលយកហ្នឹងហើយយើងស្វាគមន៍និយាយមែនតើយើងហៅថា associate ឬក៏ SME ហ្នឹងអាចចូលរួមហើយយើងព្យាយាមអស់ពីលទ្ធភាពដើម្បីជួយមែនតើដូចខ្ញុំជម្រាបអញ្ចឹងសមាគមយើងទោះបីបរទេសច្រើនក៏ដោយក៏ប៉ុន្តែអ្នកធ្វើការនៅហ្នឹងសិតតែខ្មែរទេខ្ញុំខ្លួនឯងខ្មែរខ្ញុំមោទនភាពបានយើងមានសមាគមមួយដែលយើងអាចធ្វើឲ្យវិស័យឧស្សាហកម្មយើងរឹងមាំគ្មានអ្នកណាអាចជួយយើងក្រៅពីយើងណាសូមអរគុណច្រើនចាអរគុណបងអរគុណសម្រាប់មតិចែករំលែកបងដូចគ្នាខ្ញុំរៀនពីបងបានមួយម៉ាត់មកគឺថាដំបូងពេលបងបកស្រាយគឺគិតពីបរាជ័យមុនតែនៅពេលណាដែលយើងគិតមកដល់ឱកាសវិញគឺត្រូវតែគិតថាឱកាសណានៅចំពោះមុខឆាប់យកអាហ្នឹងចាអញ្ចឹងសង្ឃឹមថាបងពេងលីវនៅក្នុង2នាទីនៅ special message ដូចគ្នាបងអរគុណខ្ញុំគិតថាសម្រាប់ខ្ញុំវិញអ្នកចូលរួមរបស់យើងក្នុងថ្ងៃហ្នឹងភាគច្រើនខ្ញុំជឿថានឹងជោគជ័យហេតុអីដោយសារយើងបាន
ឈានជំ បង ហានទី សុំ 1 កាត់ភាសាបងមួយអញ្ចឹងមិនបងពីលាវថាអ្នកទាំងអស់គ្នានឹងជោគជ័យសុំតាក់ដែរខ្លួនឯងមួយអរគុណបង ហេតុអីបានជោគជ័យគឺយើងឈានជំហានទី1ដែលថាយើងចូលរួមនៅក្នុងកម្មវិធីនេះដើម្បី upgrade ឲ្យចំណេះដឹងរបស់យើងដែលជារឿងសំខាន់បំផុតហ្មងអាហ្នឹងបើយើងអត់មានចំណេះដឹងគឺមិនដឹងថាទៅធ្វើម៉េចឲ្យវាត្រូវទេអញ្ចឹងណាចំណុចទី2គឺធ្វើម៉េចឲ្យ proactive យើងចូលរួមជាសកម្មភាពនៅការកសាង capacity building ដែលបង្ហាញគាត់បានលើកមិនថានៅក្នុងសកម្មភាពណាមួយធ្វើម៉េច upgrade ឲ្យចំណេះដឹងរបស់យើងហ្នឹងចំណុចទី3គឺធ្វើម៉េចចូលរួមនៅក្នុងសកម្មភាពសមាគមក៏ដោយសភាពាណិជ្ជកម្មក៏ដោយ workshop ណាក៏ដោយដែលយើងគិតថាអាចជួយទៅដល់អាជីវកម្មរបស់យើងហ្នឹងចំណាយពេលទៅអត់ខុសទេនៅពេលណាយើងចំណាយពេលគឺយើង upgrade អ្វីដែលយើងបានរៀនហ្នឹងណាខ្ញុំជឿថាពេលខ្លះយើងទៅរៀននៅសាលារៀន Bachelor 4 ឆ្នាំរៀន Master 2 ឆ្នាំ 3 ឆ្នាំវាអត់ស្មើនឹងយើងចូលរួមកម្មវិធីមួយថ្ងៃដែលយើងមានកលឹះមួយដែលចាប់មកពហិអាជីវកម្មរបស់យើងបានណាហើយអ្វីដែលសំខាន់ជាងនឹងទៀតគឺធ្វើម៉េចឲ្យមាន long term vision របស់យើងទោះថ្ងៃហ្នឹងយើង export អត់បានប៉ុន្តែយើងមាន long term vision ថាណែ road map របស់យើងពីជំហានទី1ដល់ជំហានទី10គឺជោគជ័យហើយអញ្ចឹងយើង assess ខ្លួនឯងថាតើយើងនៅក្នុងជំហានណាមួយលេងស្រាប់តែមើលខ្លួនឯងលេងចំខ្ញុំជំហានទី9អីហ្នឹងអញ្ចឹងឈានតែមួយជំហានទៀតដល់ហើយអញ្ចឹង upgrade អាហ្នឹងបើយើងនៅជំហានទី6 upgrade ទៅទី7ទី7 upgrade ទៅទី8ធ្វើម៉េចឲ្យចាប់ដល់ជំហានទី10ហ្នឹងគឺឱកាសនៅចំពោះមុខហើយប៉ុន្តែធ្វើម៉េចយើងឈានទៅមុខឲ្យបានកាន់តែរឹងមាំអរគុណច្រើនចាបងអរគុណច្រើនមែនតើចាអញ្ចឹងមកដល់លោកសម្បត្តិដូចគ្នានៅក្នុងនាមជាសមាគមសហគ្រិនវ័យក្មេងប៉ុន្តែចិត្តគំនិតអាចចាស់ទុំអញ្ចឹងណាចាអញ្ចឹងអាចលាវនៅ message final សម្រាប់ឲ្យបងប្អូនយើងនៃខុសគ្នាវាសិតតែជាការចូលរួមបើចូលរួមបានន័យថាយើងទទួលចំណេះដឹងផងយើង input បន្ថែមផងនៅពេលដែលយើងបាន input បានន័យថាខ្ញុំជឿថាទាំងថ្នាក់ដឹកនាំទាំងអ្នកបង្កើតគោលនយោបាយក៏ចង់បានសម្លេងពីគ្នាយើងដែរបើអត់បានសម្លេងហងពួកខ្ញុំជឿថាយើងនៅក្នុងក្រុមការងារច្រើនមែនតើពួកគាត់ថ្លែងតែដឹងថាបើអ្នករស់ស៊ីអត់ដែរ complain អីផងដូចគាត់ដឹងទៅធ្វើការងារអីតែតាក់ទងទៅនឹងគោលនយោបាយសម្រាប់អ្នករស់ស៊ីអញ្ចឹងបើមើលពីទស្សនៈរបស់អ្នករស់ស៊ីវិញខ្ញុំជឿថាសម្រាប់កម្មវិធីនេះចង់ឲ្យមានជាព័ត៌មានដែលខ្លីដូចជាលោកអង្គញាគាត់និយាយមិញអញ្ចឹងជាង1000ទំព័រសួរថាតើយើងទៅអង្គុយមើលអត់សួរថាតើមានយន្តការណាអាចជួយសម្រួលអាហ្នឹងឲ្យវាខ្លីស្រួលមើលហើយនឹងមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយសម្រាប់បងប្អូនទី2តើមាន platform ណាដែលអាចថា check compliance ដូចយើងបងពី session មុនគាត់និយាយ check compliance នៅពេលដែលយើងចេញនៅពេលដែលគេចូលមកយើងតែនៅពេលដែលយើងចង់ទៅ export តើមាន compliance dashboard ជា platform ផ្សេងៗដែលយើងអាច submit ហើយយើងអាច check compliance បានអញ្ចឹងព័ត៌មានអាចខ្លីអាចបងប្អូនយើងអាចងាយស្រួលយល់ទី2 platform ណាដែលអាចទៅ check នៅពេលណាក៏បានឧទាហរណ៍ថាព័ត៌មាននៅថ្ងៃនេះបើសិនជាបងប្អូនចង់ទៅរកឡើងវិញទៅរកនៅកន្លែងណាបានអញ្ចឹងណាហើយមួយទៀតតែជាអាចតែជា center ជា portal ដែលបងប្អូនអាច consult អាចសួរនាំបានដូចជាបងផឹកមិញគាត់សួរនាំរឿងលេខកូដរបស់ពន្ធដារកន្លែងណាផ្សេងខ្ញុំជឿថាគាត់តើតែមាន head point ច្បាស់លាស់បានទៅជួបគាត់បានអាហ្នឹងក៏ make sense ដោយសារតែគាត់មិនមានពេលឆ្លើយសំណួរបងប្អូនទាំងអស់គ្នាទេប៉ុន្តែវាទៅតែមានជាកន្លែងមួយជា center ជា platform ក៏ដោយដែលបងប្អូនអាចទៅអានទៅយល់មុននឹងយើងសិក្សាឲ្យស៊ីជម្រៅទៅលើផ្នែកនៅក្នុងការនាំចេញអញ្ចឹងទាំងអស់ហ្នឹងជឿថាទាំងថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលទាំងសមាគមក៏ដោយក៏ត្រូវការធ្វើទាំងអស់គ្នាប៉ុន្តែវាត្រូវការចូលរួមជាពិសេសថ្ងៃនេះហើយខ្ញុំជឿថានឹងបន្តនឹងជាពិសេសអ្នករៀបចំកម្មវិធីនឹងបន្តធ្វើកម្មវិធីនឹងទៀតហើយអរគុណមែនតើសម្រាប់អ្នករៀបចំកម្មវិធីដែលថ្ងៃនេះថ្ងៃច័ន្ទខ្ញុំជឿថាមុននឹងរៀបចំ event នេះបានប្រហែលជាគាត់អាចនឹងអត់មានសារទឹកទេដើម្បីធ្វើកម្មវិធីថ្ងៃនេះអញ្ចឹងអរគុណទាំងអស់គ្នាក្នុងការចូលរួមដើម្បីជាការលើកទឹកចិត្តពួកគាត់ដែរអរគុណSo, Mr. Ashley, could you please share your final remark and special quote for our participator here, as well as everyone, to much more understand about the OSCHAM, and maybe some of us can be potential to be your members, that more understanding for what and how of your chamber working right now. Yes. Thank you. Very simply, just keep an open mind, be curious, and ask questions. There are many people here who are willing to help you, and if we don't know the answer, we can help you find the answer. I will say that OzCham does a lot of work in this area.
We're very well connected both regionally and back in Australia. So if you have any questions, please feel free to reach out. Thank you very much. Yeah, thank you very much for everyone here. Give a clap for all our speakers. Yes. Yeah. ជាថ្មីម្ដងទៀតចាខ្ញុំសូមជូន floor ទៅសវត្ថាវិញប៉ុន្តែបើសម្រាប់នាងខ្ញុំផ្ទាល់តែថ្ងៃនេះពិតជាមានកិត្តិយសមែនទែនក្នុងនាមជា moderator ហើយបើជា representative របស់សមាគមក៏ពិតមែនតែនាងខ្ញុំក៏ជា owner ម្នាក់ក៏ជា medium enterprise ម្នាក់ហើយខ្ញុំក៏មានទឹកចិត្តមួយនៅក្នុងការដែលចង់ជួយនាំយកនៅ agriculture product យើងសម្រាប់ធ្វើការនាំចេញមិនសម្រាប់ចំពោះតែប្រទេសអូស្ត្រាលីឬក៏ New Zealand ទេប៉ុន្តែទៅ worldwide យើងមានហេតុផល3បើសម្រាប់នាងខ្ញុំផ្ទាល់តែម្ដងហ្នឹងគឺទី1មិនមែនតែដើម្បីខ្លួនយើងផ្ទាល់ទេតែដើម្បីឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើនទៀតមែនដែរអត់បងប្អូនអូខេចានេះគឺជាហេតុផលធំបំផុតរបស់ជាតិយើងចាពីព្រោះអីនៅពេលដែលនាងខ្ញុំចាក់ចេញពីប្រទេសទៅជួបប្រទេសជាច្រើនដែលគាត់សួរពីកម្ពុជាគាត់ស្គាល់អញ្ចឹងហើយមានតែផលិតផលទេដែលអាចនាំប្រទេសយើងទៅឲ្យគាត់ស្គាល់បានចាហេតុផលទី2ទៀតនោះគឺដើម្បីជំរុញការផលិតនៅក្នុងប្រទេសយើងជាដើមផងដែរចាវាគ្មិនទាំងអស់គ្នាបានបូកសរុបមកចាគឺបើសិនជាយើងចង់បានទីផ្សារធំយើងចង់ផលិតកាន់តែច្រើនបើនិយាយពី population យើងបច្ចុប្បន្នគឺយើងមិនអាចទៅធ្វើជា billionaire ដោយប្រទេសគេបានទេអញ្ចឹងនៅក្នុងហេតុផលនេះមួយហើយដែលយើងត្រូវតែធ្វើយ៉ាងណាដើម្បីនាំចេញទៅក្រៅប្រទេសជំរុញនៅការលក់របស់យើងហ្នឹងឲ្យចំណូលរបស់យើងកាន់តែកើនឡើងបានខ្ពស់ជាងហ្នឹងចាហើយនឹងហេតុផលទី3ទៀតនោះគឺការធ្វើការងាររួមជាក្រុមដែលបងបានទាំងអស់គ្នាយកយោបល់រួមដូចគ្នាចា public និង private sector partnership ចា PPP 3 ដងនេះខ្ញុំជឿថាបងប្អូនបានឮច្រើនមកហើយចាជាសាធារណៈជាមួយនឹងខាងវិស័យឯកជនត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាទើបយើងអាចលើកស្ទួយសេដ្ឋកិច្ចនៅក្នុងប្រទេសយើងបានដើរទៅរួមគ្នាដូច្នេះ unity ចាសាមគ្គីភាពគឺជារឿងសំខាន់បំផុតនៅក្នុងសាមគ្គីភាពត្រូវតែមានពន្លិចចេញនៅមួយទៀតគឺ integrity សច្ចភាពយើងនៅក្នុងពុទ្ធសាសនាច្រើនមែនអត់បងប្អូនអញ្ចឹងសច្ចភាពនៅពេលណាដែលយើងធ្វើការងាររួមគ្នាសូមរក្សាហ្នឹងគឺយើងនឹងអាច long term ទៅជាមួយគ្នាបាននិង responsibility ដែលសំខាន់នៅពេលណាដែលយើងធ្វើការងាររួមគ្នាបងប្អូនត្រូវតែចែកការទទួលខុសត្រូវគ្នាឲ្យបានច្បាស់លាស់ពីដើមទីអញ្ចឹងបងនឹងអាចដើរជាមួយគ្នាកាន់តែបានវែងឆ្ងាយបន្តទៅទៀតដែរចាសូមអរគុណ